កម្មវិធីមរតកវប្បធម៌ខ្មែរចាយើងខ្ញុំទាំងអស់គ្នាសូមអនុញ្ញាតគោរពសម្ដេចអាដាមលោកជំទាវអ្នកអញ្ញាលោកជំទាវលោកស្រីនាងកញ្ញាចាបងប្អូនដែលតែងតែតាមដានទស្សនាជាមួយនឹងកម្មវិធីមរតកវប្បធម៌ខ្មែរជាទីគោរពនិងជាទីស្រឡាញ់ចាត្រឡប់មកជួបគ្នាជាថ្មីនៅក្នុងរាត្រីថ្ងៃប្រហ័សបាទរាត្រីថ្ងៃប្រហ័សគឺចំនឹងថ្ងៃបុរាណណាចាមិនបុរាណទេអានឹងយើងប្រើអីប្រក់ដីតិនហើយនឹងយើងនិយាយពីរនួយខ្នើតចាហ្នឹងហើយថ្ងៃហ្នឹងប្រហែលកើតបាទថ្ងៃគឺ10កើតខែជីចាបាទឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569បាទត្រូវនឹងថ្ងៃប្រហ័សទី5ខែមិថុនាឆ្នាំ2025កម្មវិធីមរតកវប្បធម៌បាទបានសន្យាចំពោះពុកម៉ែបងប្អូនតាំងពីចាប់ផ្ដើមបើកគឺយើងគេថាដើម្បីអភិរក្សគេដំណើរពីបុព្វបុរសហើយម្យ៉ាងទៀតការអញ្ជើញសិល្បករសិល្បករនីគ្រប់រូបបាទគ្រប់ទម្រង់បាទគ្រប់ជំនាន់ហើយពិសេសបំផុតគឺយើងមានតាំងពីយគេមានតាំងពីលខោនមានតាំងពីអាយ៉ៃណាបាទមហោរីចាបាទប្រពៃណីបាទគឺជាច្រើនឥឡូវនេះគឺយើងបានការសន្យាជូនទៅដល់បងប្អូនក្នុងរាត្រីនេះគឺយើងបានមិនបើថាកម្មវិធីបុណ្យទាននេះគឺជួលលខោនណាក៏ប៉ុន្តែកម្មវិធីនេះបាទបុណ្យធំបាទគេជួលលខោនអញ្ចឹងកម្មវិធីនេះគឺអត់បានជួលទេគឺអញ្ជើញហ្នឹងហើយអញ្ជើញចាគ្រប់អញ្ជើញបងសោចអីងាយបានមើលលខោននេះណាថ្ងៃហ្នឹងនិយាយទៅបានមើលលខោនហើយបងប្អូនចារៀបចំថាក្រាលកាទេលដាក់ខ្នើយដាក់ភួយណាអញ្ចឹងបងប្អូនទេសនាហ្នឹងមេតារៀបចំពូកខ្នើយអីហ្នឹងហើយបាទបងប្អូនទស្សនាតាមអីគេតាមកញ្ចក់ទូរស័ព្ទចាអញ្ចឹងបងប្អូនកុំភ្លេចក្រាលកាទេលក្រាលពូកក៏បានដែរក្រាលអីក្រាលទៅបាទខ្នើយនឹងទៅទេសនាណាបងធ្លាប់ទៅមើលលខោននេះនិយាយមែនធ្លាប់អញ្ចឹងបាទមានប្រវត្តិទៅមើលលខោននេះមានប្រវត្តិកាលខ្ញុំនៅរៀនចាបាទនិយាយអស់គេអស់ខ្មាស់ទៅមិត្តភ័ក្ដិខ្ញុំមួយថ្នាក់នឹងគឺរាប់អានគ្នាចាស្រឡាញ់គ្នាបាទអញ្ចឹងគាត់ធ្វើបុណ្យបច្ច័យ4នឹងហើយចម្រើនបញ្ជូនផងហើយដាពឹស្ដានោះតបស្នងសងគុណដល់លោកឪពុកអ្នកម្ដាយណាចាហើយដល់អញ្ចឹងទៅចាប់ដើមជួលលខោននៅលខោនងាប់បានជួលបាននោះលោកអូយតាមថ្ងៃបាទតាមថ្ងៃបាទហើយអញ្ចឹងទៅក៏ចាប់ដើមនាំវាបាយឲ្យទៅក្រាលកាទេលចាគូលច្រាំងគេហៅចាប់កន្លែងចាប់កន្លែងចាក្រាលទៅចាប់ដើមក្រាលទៅអង្គុយចាដល់អង្គុយចេះមានដូចក្លិនទឹកអប់វាខុសគួយចំមកកន្លែងនេះលមួកគោអូចាចុះនៅវាលស្រែបងហ្នឹងដល់អញ្ចឹងទៅនាំនេះសោចអញ្ចឹងណាហើយសបាយហើយបលខោនគឺលេងខ្ញុំចាប់ដើមអញ្ចឹងទៅពលៈសិនវងនាងព្រាមកសោអញ្ចឹងជាស្ដាប់រួឆឹងលក់អីឆឹងដល់វាចាប់ដើមលខោនគឺជប់លេងមានណានៅមួយក្រុមមកពួកម៉ាក់ខ្ញុំ4 10នាក់ហ្នឹងមកកាទេត្រៀបនឹងវាលស្រែហ្នឹងដេកលក់អស់លេងបាទដេកលក់អស់លេងអញ្ចឹងបាទអត់មានបានមើលអីបន្តិចបាទអត់បានមើលទេបាទអរគុណណាស់ហើយអញ្ចឹងថ្ងៃនេះបាទមុននឹងចូលទៅការគឺថាសំណេះសំណាលចាការសួរសុខទុក្ខចំពោះតារាកិត្តិយសបាទក្រុមល្ខោនមសាក់របស់លោកសំអល់ចាអល់សំអាងអល់សំអាងចាមុនខ្ញុំហៅថាសំអាងអល់ចាគាត់ថាហៅមិនក៏បានដែរបងឲ្យតែមាន2ហ្នឹងនៅជាមួយគ្នាអស់តែនៅក្បែរគេសំអាងអល់អុយអល់ច្រើនហ្នឹងហើយហ្នឹងមានអល់ចាំចាប់យ៉ាងនិយាយរឿងឈ្មោះអល់យើងទៅមើលតែម៉ុសគាត់បងប្អូនយើងគាត់ចាំរហូតដល់ឲ្យតែបាយថាចាំបាទមើលតែម៉ុសគាត់ម៉ុសណាហ្នឹងហើយម៉ុសបាទអរគុណណាស់ហើយចឹងនីតិមរតកវប្បធម៌បាទថ្ងៃនេះគឺបានធ្វើបទបង្ហាញចំពោះក្រុមសិល្បករសិល្បករនេះពិសេសគឺក្រុមល្ខោនមសាក់របស់លោកបាទអល់សំអាងបាទអល់សំអាងហើយមុននឹងចូលដល់ការសម្ភាសហើយនឹងសំណេះសំណាលនោះចឹងខ្ញុំបាទរមែងតែងថាមិនត្រឹមថាវងល្ខោនទេប្រពៃណីដែលយើងផ្សាយមកមុនមកហ្នឹងគឺត្រូវតែ
បាទមានបត់កែថាថ្វាយគ្រូយើងមានបត់ហោមរោងបត់កន្សែងក្រហមទៅតាមលក្ខណៈនៃទម្រង់ឥឡូវចូលដល់វគ្គល្ខោនភាសារបស់លោកបាទអល់សំអាងបើចឹងសូមអនុញ្ញាតលោកគ្រូអ្នកគ្រូបាទថ្វាយបត់គឺថាហោមរោងដំបងបានជូនដល់សម្ដេចព្រះគ្រូទូសបរមីបាទព្រាយហោះព្រាយហើព្រាយដើរលើដីគ្វាបែប8មកជួយតាមថែរក្សាម្ចាស់ទឹកម្ចាស់ដីសម្ដេចព្រះគ្រូគ្រប់ដួងទាំងអស់គ្រប់អង្គទាំងអស់បាទដើម្បីជួយក្រងឲ្យប្រកបទៅដោយមានវិជ្ជាប្រតិភាពសូមសក្តីសុខសេរីចម្រើនបើចឹងអនុញ្ញាតបកគលទូនទីដល់លោកគ្រូនិងអ្នកគ្រូដោយសេចក្តីស្រឡាញ់បាទបាត់ហោមរោងបាទតាមរយៈល្ខោនភាសាបាទសូមអរគុណសូមចាប់ផ្ដើមសូរិយាវន្ទីសាធុសាលោកមេតាខ្ញុំប្រទាំងស្រីខ្ញុំសូមអង្កាយវន្ទីអរលោកទេវិលាជួយថែរក្សាខ្ញុំសូមអង្កាយវន្ទីអរលោកទេវិលាជួយថែរក្សាខ្ញុំសូមបាយវត្តណាទាំងខោកម្មមាទាំងតាមបី
bà ông con này dạ vùng đó thằng hồng thùng ôi ôi mày dạ bà ông con này tự sẽ dạ to được cái vấn đề thà này tì gì chỗ đó để từ thà mình bên sân nằm mótกับnó đứa chắp ở đào vùng vùng bao bồng vốn của vùng đồ rung chấm tiền sna ចា ព្រោះសម្លេងក្រអូនក៏ឲ្យចេញពីគេថាបំពង់កនិងប្រអប់មាត់ដបហូបផងរបស់លោកគ្រូបាទហ្នឹងហើយអុលសំអាង ចា ហើយអ្នកគ្រូហើយនឹងលោកគ្រូនោះហើយពិសេសនឹងយ៉ាអត់ទាន់ចេញសម្លេងស្រួយផង ចាយៈមិនតាន់អ បាទយ៉ាអត់ទាន់អមផ បើ ង ជឿយៈអត់តាន់អឯង បាទ ចា យ៉ាដូចចងកស៊ូហ៎ ចង់កស៊ូមមិនយៈស្អាតទេបង ស្អាតស្អាត ខ្ញុំកាលពីនៅក្មេងខ្លាចយៈដល់ពេលឥឡូវលែងខ្លាចមិនចឹង ខ្ញុំរត់ដែរកាលទៅរត់ អត់ទេឃើញយៈយំយកហ្មងបងចាឥឡូវឃើញយៈចង់ថតរូបជាមួយ ចា បាទអរគុណណាស់ហើយជាងកិច្ចដំបូងខ្ញុំក៏សូមជម្រាបសួរបាទលោកគ្រូបាទអុលសំអាងនិងអ្នកគ្រូ បាទជំរាបសួរ បាទតួតារាទាំងអស់បាទ ចាជម្រាបសួរទាំងអ អ្នក ស់ គ្រូ គ្នា ឈ្មោះពនាម ខ្ញុំលៀបសំផស្ស អូលៀបសំភ័ស ចា៎ បាទលៀបសំភ័សបាទដើម្បីចេញសំភ័សគឺលៀបម្សៅណា ចា បាទ លៀបឲ្យចេញសម្ផស្ស បាទ ហ្មង សម្ភ័សហ្នឹង ចា ហើយ ចាបង ហើយចុះលោកគ្រូខាងនោះ បាទលោកគ្រូខ្ញុំឈ្មោះថាអុលសំអៀង អុលសំអៀង អុល បាទ សំអៀង អូហើយ ចា ហើយចុះស្រីស្អាតខាងនោះ ចានាងខ្ញុំឈ្មោះអេតលឹមឈៀង អូអេតលំឈៀងអូ ចាឆ្វាចរបស់គេ សស្រីគ្នាយើងតងួនបានខែអីយ៉ា 3ខែ 3ខែធំណាស់ មនុស្ស ម៉ាពូ អត់ទេមនុស្សលោកធម្មតាតងន់ប្រហែលខែ 9 ឆ្លងទលេ 9ខែ10ថ្ងៃ ចុះយៈតងន់ប្រហែលខែ 120 អូយ៉ាដូចត្រូវនំប៉័ងសាច់មិញបាទអរគុណហើយសប្បាយណាស់ដឹងសប្បាយហ៎ ចា បាទចឹងខ្ញុំជំរាបសួរលោកបាទលោកគ្រូអុលសំអាង បាទ ដោយ ជំរាបសួរ សេចក្តីគោរពផងហើយខ្ញុំមានសំណួរមិនមែនថាចង់ដឹងជីកឬជីកគុលអីទេ ចា ក្រុមល្ខោនរបស់លោកអុលសំអាងនៅមន្ទីរវប្បធម៌ឬក៏មហាជន បាទលោកគ្រូហើយនឹងបងប្អូនទាំងអស់ក្នុងបណ្ដាញសង្គមខ្ញុំបាទឈ្មោះអុលសំអាងប្រធានក្រុមសិល្បៈល្ខោនបាសាក់មហាជនអុលសំអាងវងទី1រាជធានីភ្នំពេញ បាទ ក៏ប៉ុន្តែអតីតក៏ជាសិល្បៈធ្លាប់នៅមន្ទីរវប្បធម៌វិចិត្រសិល្បៈដែរ បាទបាទ 2ឆ្នាំបន្ទាប់មកបានខ្ញុំបង្កើតក្រុមខ្លួនឯងតែម្ដង បាទអរគុណណាស់ហើយការងារក្របខ័ណ្ឌនៅខាងណាដែរ សប្តាហ៍ថ្ងៃខ្ញុំជាទីប្រឹក្សានៅក្រសួងព័ត៌មាន អូ នៅក្រសួងភ្នំ បាទ ពេញ បាទអរគុណ ហើយ ណាស់ ក៏ជាអ្នកដឹកនាំផ្នែកវិស័យសិល្បៈបារាណនឹងតែម្ដង បាទបាទអរគុណហើយពិសេសវិសាលណាស់ថ្ងៃនេះក្នុងនាមជាបាទមន្ត្រីហើយឧត្តមមន្ត្រី ចាបង បាទហើយចឹងខ្ញុំចេះតែឆ្ងល់គាត់ថាសិល្បៈក្នុងទម្រង់ល្ខោនបាសាក់ហ្នឹងគឺការសម្ដែងហ្នឹងមានបើរឿងបុរាណមានរឿងសម័យទេមានដូចយើងនិយាយថាធម្មតាយើងក៏ប្លែកយើងមានរឿងសម័យមានរឿងបុរាណរឿងព្រេងអីចឹងណាបាទ បាទលោកគ្រូក្នុងទម្រង់សិល្បៈបារាណខ្មែរនិយាយរួមទៅតាមការចងក្រងរបស់សាស្ត្រាចារ្យនៃក្រសួងវប្បធម៌ បាទ 23ឬ24ទម្រង់ច្រើនណាស់ អូ20 បាទដូចជាគេគេហៅមកទម្រង់ហើយ ទម្រង់ មហោរីភ្លេងការហ្នឹងក៏ទម្រង់មួយដែរ បាទ បាសាក់ក៏ជាទម្រង់មួយ បាទ ហើយទម្រង់ល្ខោនបាសាក់ដែលយើងសម្ដែងយើងអាចយកមកសម្ដែងដូចជារឿងបារាណនិទាន បាទ ព្រេងនិទានទោះជាដក បាទ ពុទ្ធនិយម បាទ ពុទ្ធនិយមខ្លាយអសរសិល្ប៍ប្រជាប្រិយ បាទ ឬប្រឡោមលោកដូចជារឿងកូឡាបៃលិនអីយើងសម្ដែងបាន បាទ រឿងទុំទាវអី បាទ គឺពពួកអសរសិល្ប៍ប្រជាប្រិយ ហ្នឹងហើយ ចា ចឹងមានអសរសិល្ប៍ជាប្រៃបាទទំនើប បាទទំនើបយើងសម្ដែងដូចជារឿងប្រចិនវង្សប្រលក្ខសិនវង្សជារឿងព្រេងនិ ព្រេ ទា ង ន និទាន បាទគឺជារឿងពុទ្ធនិយមខ្លាយចឹង អ ទៅ សរសិល្ប៍បែបព្រេងនិទាន បាទ បាទ ពួកអសរសាស្ត្រវាមានច្រើនមានអសរសិល្ប៍បែបពុទ្ធនិយមខ្លាយដោយរឿងតារាវិឆ័យម្ល័យសូរចាជារឿងព្រេងនិទាន បាទ ជារឿងមួយដែលតាក់តែងយូរហើយ បាទ មិនដឹងថាណូណាកាលណារឿងណាមួយដែលមានដំណើរដើមតឹងវែងឆ្ងាយ
គេចាត់ទុកថាជារឿងព្រេងហើយ បើចឹងរឿងព្រេងចឹងការបរិច្ឆេទគឺមានក៏ប៉ុន្តែมันយើង មិន មិន កំណត់ទេ បាទมันកំណត់ បាទ យើងមិនដឹងថា កើតនៅពេលណា កើតនៅពេលណា បាទ ក៏ប៉ុន្តែថារឿងគឺសិតជាមានជារឿងពិត ជារឿងពិតការពិតអសរសាស្ត្រអសរសិល្ប៍ទស្សនវិជ្ជាគឺជារឿងរបស់មនុស្សយើងតែម្ដង បាទ ក៏ប៉ុន្តែរឿងដែលវែងឆ្ងាយច្រើនឆ្នាំច្រើនខែឬចូលដល់ពាន់ឆ្នាំអញ្ចឹងណា បាទ វាទៅជារឿងព្រេងហើយ បាទ ទៅជារឿងព្រេងទៀត អរគុណណាស់ហើយក្នុងខែនេះនៅបានប្រមាណរូបដែរបាទ សម្រាប់ខែនេះនៅតិចតួចដែរ បាទ ក្នុងឆ្នាំហ្នឹងរឿងប្លែកលោកគ្រូ ប្លែកយ៉ាងម៉េច ដោយសារការ គេ ប្រែ ជួល ប្រួ ច្រើន លសេដ្ឋកិច្ចបាទរឿង អ រឿងស្មោយមក បាទ ថា បា តែ ទ ក្រុមខ្ញុំហ្នឹងគ្រប់ក្រុមនៅក្នុងប្រជាណាចក្រកម្ពុជាក៏ប៉ុន្តែក្រុមដែលដើររាល់ថ្ងៃនេះគឺគេហៅថាល្ខោនសូ សូវិញ បាទល្ខោនសូគឺជាទម្រង់ល្ខោនមួយគេអត់ជួលទេ បាទ ដោយលោកគ្រូហ្នឹងមានល្ខោនមួយក្រុមគេអត់ជួលលោកគ្រូប៉ុន្តែលោកគ្រូទៅតាក់ទងតាមវត្តអារាមដើម្បីសុំការសម្ដែង បាទបាទបាទ ប៉ុន្តែពួកយើងខ្ញុំដែលសម្ដែងសប្តាហ៍ថ្ងៃយើងសម្ដែងសម្រាប់គេជួលពេញតម្លៃ បាទ បើក្រុមឥឡូវកើតច្រើនដោយសារតែមនុស្សយើងចេះបំបែកនៃការរកស៊ីគ្រូ បាទ បើចាំគេជួល ហ្នឹង មិនទេ អានេះដើម្បីសេដ្ឋកិច្ចណានៅស្រ័យទៅដោយទី1ការចំណង់ចំណូលហើយដើម្បីរកប្រភពចំណូលបាទអរគុណណាស់ហើយសុខភាពល្អមមតមកហ្នឹងហើយបាទឃើញតារាទាំងអស់សុខភាពល្អណាស់ព្រោះលខោនវាយហួនដោយហាត់ប្រាណអញ្ចឹង ចាបង បាទហើយពិសេសយ៉ាអបាទ យ៉ាក់មិនបងយ៉ាក់សុខភាពល្អជាងគេ អូ មែន យ៉ាសុខភាពល្អជាង ចា គេ សុខភាពល្អហើយមកមួនទៀតហ៎ យ៉ាមមមួតណា លោកគ្រូដឹងស្រាប់ទេគាត់សម្ដែងម្ដងគឺសម្ដែងតួយៈហ្នឹងគាត់ប្រឹងអស់ពីសមត្ថភាពណាស់ បាទ ចា គឺញើសនឹងបែកញើស បាទចេញ ហើយ ជា គាត់ ពុល សម្ដែងគាត់ល្អណាស់ បាទ ការដើមឡើយគាត់អត់សម្ដែងយៈទេគាត់សម្ដែងដូចជាតួឪពុកតួ បាទ ការដឹកកំឡោះនៅអីហ្នឹងគាត់សម្ដែងដល់ខ្ញុំជំនាន់ខ្ញុំឆ្នាំ2000ជាងខ្ញុំនឹកឃើញថាដោយសារយៈផ្នែកល្ខោនហ្នឹងកំឡុងឆ្នាំ9មកឆ្នាំ2000ល្ខោនភាសាយើងធ្លាក់មែនទែន បាទ នៅភ្នំពេញប្រហែលសល់3 4ក្រុមទេ ហ្នឹង ហើយដូចនៅតាកែវនៅសល់ប្រហែលតែ2ឬ1ក្រុមទេ បាទ កំពង់ចាម3 4 5ក្រុម បាទ ដោយសារតែវិវត្តរបស់សង្គមដោយសារអានេះកណ្ដឹងសមហារណកម្ម បាទ ដោយសារបកគោណាយើងចូលមហានគរខ្មែរវិញ បាទ អញ្ចឹងសេដ្ឋកិច្ចមានការប្រែប្រួលមនុស្សទៅរកការងារធ្វើ បាទ រោងចក្រក៏ដុសច្រើន បាទ ឬច្រើនអញ្ចឹងមនុស្សងាកពីសិល្បៈបុរាណទៅប្រកបការងារផ្សេងដើម្បីឲ្យតន់ជីវភាពធ្វើឲ្យសិល្បៈប្រែបុរាណហ្នឹងចំកំឡុងដែលខ្ញុំបង្កើតល្ខោនគឺពេលខ្ញុំសំណោះពីក្មេងណាគ្រូ បាទ អាយុ5 6ឆ្នាំធ្លាប់ទៅមើលល្ខោនខាងកំពង់ចាមព្រោះខ្ញុំអ្នកស្រុកជើងព្រៃ អូ ឲ្យតែខែប្រាំងខែជរុកាត់ហ្នឹងគឺក្រុមតាអូនកលូនលោកគ្រូកៅសុភ័ណ្ឌហ្នឹងគាត់លេងគាត់សម្ដែងណា បាទបាទ គឺចូលចិត្តមើលណា បាទ ក៏ប៉ុន្តែដល់វ័យឆ្នាំ2000អាយុ20ជាងដឹកនាំល្ខោនស្រាប់តែល្ខោនធ្លាក់តែម្ដង ណូ ចំយុគៈមួយដែលថាយៈអីគឺស្ទើរនឹងឲ្យមិនមានទេមិនមានទេ បាទ ប៉ុន្តែខ្ញុំនឹកឃើញថាស្រឡាញ់យៈបន្តបដាលហើយប្រមូលចងក្រងគ្រូពីដើមមកប្រមូលឲ្យបន្តបដាលក្មេងៗជំនាន់ក្រោយធ្វើឲ្យយៈឥឡូវពេញនិយមហើយយៈថ្ងៃនេះ បាទបាទ បាទទៅណាក៏យៈដែរ ចាខ្វះយ៉ាក់អត់បានទេចា ឥឡូវឲ្យបងមានមតិមើលបង បាទសូមបាទជូនតិចបាទការពីគាត់នៅកន្លោះគ្រូហ្នឹងហើយតែចាំមើលខ្ញុំសួរគាត់ណាគ្រូហ្នឹងហើយជំរាបសួរ ជំរាបសួរលោកគ្រូ យៈបាទឥឡូវនេះយៈមានវិជាប្រតិភាពបាទយៈកើតឡើងវិញបាទ ពេញនិយមមែន ពេញនិយម បងចាំនិយាយចឹងមែន បាទពេញនិយមអូតាមពិតណាយៈដាច់ពូជដោយសារមនុស្សលោក មិនចឹង ភ្ញាក់ហ៎បាទបិចយៈអីដល់ចឹងយើងមានយៈបាទហើយមិនដែរយៈពេលនៅឋានមនុស្សលោកយ៉ាងដែរ អត់បាច់ដែរហ្នឹង ដូចថាសបាយចឹងក៏ដល់មកថាមនុស្សលោកក៏សបាយឃើញមនុស្សលោកចឹងរៀងអៀងអងដែរហ្នឹងណា ចឹងអូយចឹងបានន័យថានគរយៈ ចា នៅនគរយៈគឺយើងមាន ចា ប៉ុងថៃលឹងថៃលឹងប៉ុងសាកលឹងណាវាមាន3ដែរណ៎ ចា លោកគ្រូដឹងស្រាប់ហើយសិល្បករខ្លះ
ឲ្យសំដែងតួយៈឬសំដែងតួអង្គបែបមិនល្អអញ្ចឹងគឺគេអត់ចូលចិត្តទេ បាទ ចា ប៉ុន្តែបាយជាបងប្រុសគាត់ បាទ ពេញចិត្ត បាទពេញចិត្តខ្លាំងណាស់ ចា ណា មិន បា បាន ន សម្ដែង10ដងគឺថាទស្សនិកជន មានការគ្រប់គ្រងបង អូគាំទ្រសោកទុងទឹងទឹងទឹង អូដល់ពេល កន្លះម៉ោងខ្ញុំដាក់ឲ្យមកឆ្ងាញ់ ចាដល់ពេលអញ្ចឹងទៅយើងពេញបេះដូងដែរបងណា កលែងឲ្យមកឆ្ងាញ់ ចាប៉ុន្តែចង់សួរបងយៈបន្តិចថាចេះដូចថាយើងជាយៈអញ្ចឹងដល់ពេលយើងស្រឡាញ់យៈគ្នាឯងឬក៏ស្រឡាញ់មនុស្សលោក ស្រឡាញ់មនុស្សលោក ដោយសារđâyស្រឡាញ់មនុស្សដោយសារអីដោយសារមនុស្សលោកភ្ញាក់មែន ដោយសារមនុស្សលោកចេះភ្ញាក់រត់តែយៈតិចភ្ញាក់រត់យៈតិចភ្ញាក់រត់យៈ អញ្ចឹងបងឆ្លើយថាត្រូវមនុស្សលោកស្រឡាញ់យៈមែនតាបងយៈរត់តែយៈ មានទុំយ៉ាក់មានអាចចុំមកផ្សេងមាននំទុំយ៉ាក់ទៀតបាទអរគុណណាស់ហើយមើលលោកប្អូនអៀង ចាចា អៀងហ្នឹងអៀង បាទលោកគ្រូ អៀងណោបហ៎ អោបនាង យកតួឯកយកចេញទៅហ្នឹងហើយ ចា បាទហើយសុខភាពក៏ល្អហើយសំដែងហ្នឹងប្រហែលឆ្នាំហើយ ចា ក្បែរ20ឆ្នាំដែរ 20ឆ្នាំ បងប្អូនប្រកាសទេ បាទ បងអូនទី2 អូទី2លោកគ្រូបង ខ្ញុំមានបងប្អូន6នាក់ 6នាក់ចាប្រុសប្រហែលអ្នកបង ប្រុស4 ប្រុស ប្រុស 4 4 ស្រី ស្រី 2 ប្រុស3បាទ អូច្រឡំបងប្ ស្ អូ រី ន 3ច្រឡំ បាទប្រុស3ស្រី ដោយសារ 3 មួយចុងក្រោយប៉ាមាន អូហ្នឹងហើយហ្នឹងយល់បាទអរគុណណាស់ហើយប៉ាមានមួយទៀត ចាអូមានអ្នករមុខយៈឲ្យបងចា បាទហើយសំផស្សទៅជាប្អូនអី ចា ឥឡូវលោកគ្រូថាប្អូនឬអី ចាឥឡូវថាអីតោះ ថាអីតា ទាយមើលបង បាទ បងឌឿនថាប្អូនពៅ ខ្ញុំដឹងតែប្អូនឯតែដឹងប្អូនអី អូហ្នឹងហើយហើយត្រូវជាឧត្តមភរិយាលោកគ្រូហ៎ ចាចា បាទហ្នឹងហើយបាទឧត្តមភរិយាលោកគ្រូព្រោះខ្ញុំទៅជួបគ្រប់កម្មវិធីទាំងអស់អត់ដែលបានសួរនោះ ចា បាទឡើយសំណេះសំណាលលើបានងាកឆ្វេងងាកស្ដាំបងប្អូនគឺការរាក់ទាក់គ្នាណា នៅកម្មវិធីអាហារសាមគ្គី បាទ មហា ហ្នឹង ជន ហើ នៅ យ ទស្សនាគាត់ថាខ្ញុំពីរនាក់នឹងបង បងប្អូន ដែរ មុខ បាទ ស្តៀង ហ្នឹងហើយព្រោះមុខតម្រង់មុខហ្នឹងហើយគ្រាន់ថាខាងលោកគ្រូណារៀងជ្រួចណាបាទរៀងជ្រួចណាបាទហើយនោះរៀងទឹកតិច លោកគ្រូសេក បាទ គាត់ ចឹង សេក អូ ចា គេតែចំមុះសេកភ្នែកមៀមបាទអង្គុយស្ងៀមដៃលពឹសហើយប្រសពបញ្ចេញបញ្ចូលគឺពេលថាមានជាកន្លឹះបាទដៃលពឹសគឺលពឹសវាយហួនហ្នឹងហ្នឹងហើយ ចាបង ចាចា ចាតើលពឹសទៅបានបងប្អូនយើងគាត់ បាទ ចូលចិត្តទស្សនាណា បាទអរគុណណាស់ហើយចឹងខ្ញុំបានធ្លាប់ឃើញខ្ញុំក៏សូមថ្លែងអំណរគុណនៅតាមបណ្ដាផ្សារទំនើបដែលជួបលោកគ្រូខាងក្រុមលោកគ្រូនឹងទៅសម្ដែងដែលគាត់អភិរក្សហើយការស្រឡាញ់ហើយក្មេងៗនឹងទៅចូលរួមមើលច្រើនណាស់បាទច្រើនណាស់មើលកាលនោះឃើញទៅសម្ដែងនៅផ្សារណាផ្សារ ជីមុង អូបាទ ជីមុង បាទបានជីមុងនឹង អន អ៊ី អ៊ីអនផ្សាររាត្រីកោះពេជ្រ នង ជាផ្សារទំនើបឥឡូវគឺលោកមានឆន្ទៈមួយដូចថាស្រឡាញ់ណា បាទ ចា ពីមុនគេគិតថាក្នុងការជួល account មួយលុះត្រាតែមានកម្មវិធីប៉ុន ចា ក៏ប៉ុន្តែដោយសារការវិវត្តរបស់សង្គមហើយណាមួយខ្ញុំផ្សព្វផ្សាយច្រើនថាបើសិនចង់បាន account ហ្នឹងណា បាទ យើងអាចបែងចែកជាទម្រង់តូច បាទ ជាឈុតតូចមួយ បាទ ដែលសម្ដែងត្រឹម10នាក់5 10នាក់ក៏បានដែរ បាទ ដល់អញ្ចឹងលោកដែលជាម្ចាស់កម្មវិធីអេសរ៉ាធិបតីហ្នឹងគាត់ថាលេងចឹងបានសម្ដែងចឹងបានខ្ញុំថាបាន បាទ ចា ទើបមានការផុសផុលក្រុមខ្លះក៏មានឱកាសដូចខ្ញុំដែរ បាទ ខួបកំណត់ក៏សម្ដែងដែរ អូ បាទ ល្អបងណា ហើយ ចា ខ្ញុំអញ្ចឹងខ្ញុំឮវិចារនេះមកគឺខ្ញុំសប្បាយចិត្តណាសប្បាយចិត្តមែនទែនសម្រាប់ក្រុមល្ខោនបាសាក់បាទដែលពុកម៉ែបងប្អូនក្នុងនាមផ្ដល់នូវសេចក្តីស្រឡាញ់ណាគ្រប់ទម្រង់សំបីតែបកកកូនឡើងផ្ទះហ្នឹងក៏ចាប់ដើមដាក់ល្ខោនអញ្ចឹងទៅ ចា ដើម្បីរំលឹកទៅដល់អតីតកាលដែលគាត់នៅកាលពីនៅគាត់នៅទូចគាត់ធ្លាប់មើលល្ខោនណា ចា ចឹងឲ្យក្មេងៗជំនាន់ក្រោយស្គាល់នេះលោកទម្រង់ល្ខោនភាសានឹងហើយមាន ហើយ យៈ លោកគ្រូចំណុចមួយទៀតផ្នែកភាពយន្តពីដើមយើងឃើញហើយយើងមើលភាពយន្តចិនហ្នឹងណាឃើញគេបញ្ចូលល្ខោនហ៊ីរបស់គេ ហ៊ី បាទប៉ុន្តែឥឡូវហ្នឹងសូម្បីតែយ៉ាងចម្រៀង បាទ ផលិតកម្មហងមាស
ផលិតកម្មថ្ងៃមុនជាមួយវ៉ាន់ដា បាទ ក៏យក វ៉ាន់ដា ហ្នឹង ហ្នឹង ចា សូក ល្អ ឈុតឆាកយៈទៅ បាទ ហ្នឹងគឺជាការលើកស្ទួយការរួ បាទ ម បាទ គ្នាណា បាទ ចា៎ ដល់ថ្ងៃជាងបណ្ដាពាក្យមួយថាគ្រប់ទម្រង់ណា បាទ បាទអ្វីដែលយើងមានបព្វបរោះបន្សល់ទុកមកគឺជាគេដំណើរចឹងបណ្ដាកម្មវិធីមរតកវប្បធម៌បាទដែលការរៀបរៀងឡើងដោយបងអូនសានសវណ្ណទឿនបងអូនបាទសូលីដែតមករួមជាមួយខ្ញុំបាទនេះគឺចេញពីទឹកចិត្តដើម្បីផ្ដល់នូវសេចក្តីស្រឡាញ់ហើយបាទពាក្យភាសាមួយថាមិនមែនតែកោះរំលើងទេបាទស្រាវជ្រាវបាទហើយប្រកាសជូនថាគ្រប់ទម្រង់ទាំងអស់បាទគ្រប់ទម្រង់អស់នឹងមកកម្មវិធីយើងនេះ ចា បាទអរគុណហើយកុំឲ្យខាតពេលវេលាហើយចាំបន្តិចទៀតខ្ញុំសូមបន្តសំណួរមួយទៀតចឹងកំពុងឲ្យបងប្អូនកំពុងតែចាំទេសនាហើយថ្ងៃនេះមានរឿងអីដែលយកមកសម្ដែង ចំពោះរឿងអត់បានព្រៀងទឹកទេលោកគ្រូ បាទ ប៉ុន្តែគាត់ថាសម្ដែងជាឈុតខ្លី បាទ តាមសំណូមពររបស់លោកគ្រូឬបងប្អូនអាចទេសនាខមមិនមកណា បាទ បាទសម្ដែងជាឈុតធំរឿងហ្មងវាត្រូវការកម្លាំងច្រើនដំណើរដើមតងហើយពេលវេលាយើងមានកំណត់ ចា៎ អញ្ចឹងលើកយកអន្លើណាខ្លីៗឈុតខ្លីៗជាស្នេហាឆ្លងឆ្លើយរៀបរាប់ព្រៃអីចឹងណាគ្រូ ចាចាបង ភាព ឥ ចាស់ ឡូវ ស្ដែង ហ្នឹងគឺថាមានបងប្អូនលោកប្រាប់ថាអ្នកខ្លះគាត់ថាគាត់កំពុងតែគេងនៅលើពូកចាំទស្សនាល្ខោន ហ្នឹងហើយ ចាអេកាលមុនយើងក្រាលកាទេល បាទ ចាឥឡូវនេះអត់ទេចាអីបងប្អូនខ្លះទៀតគាត់ថាគាត់កំពុងនៅលើកង់3កំពុងតែមើលល្ខោនដែរចា បាទហើយឥឡូវនេះខ្ញុំសូមអានខមមិនបន្តិចសិន ចា បាទខាងពីងពីរណាបងអាសាមើលខមមិនផង បាទឥឡូវចាប់ផ្ដើមមើលខមមិនហើយ អត់មានចោលអី បា មួយ ទ ទេ អត់ ខ ចោ ម ល មិន ទេ ចា ហ្នឹងហើយ អត់ហ៊ាន បាទកូនជ្រុញណោះបាទ ចា សួស្ដីដល់លោកគ្រូអរគុណជ្រុញសួស្ដី ចា ហើយណោះលោកប្អូនមុននឹងអានខមមិនបងប្អូនអាចជានមតោ ចាបងប្អូននៅខាង ជប៉ុន ជប៉ុន បាទ ចា លោកអោនវិសាហ្នឹងហើយសប្តាហ៍នេះអញ្ជើញយៈមកទៀត ចាសំខាន់គាត់ថាចេះទៀតបងដល់តែបានយៈមកអញ្ចឹងនិយាយពីឪផ្លយឡើងសុភាព ខ្លាចយៈអូ ណាហ៊ាន ខ្លាចហ៊ានខ្លាចយៈអាអូយបងអូនយើងខ្លាចយៈអា ចា ហ្នឹងហើយបាទដល់ឡាយកយៈមកហ្នឹងទៅហ្នឹងហើយបងផ្លយហ្នឹងហើយកូននេះសុភាពណានិយាយមិនសុភាពមិនបងអូនម្លាញ់អើយ ណាហ៊ាន មើលទៅស្គៀមមើលចកុំយៈអបាទអូយមួយវត្តយៈចា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  ចាបងប្អូនចង់ទស្សនាយៈសម្ដែងអត់ចង់ដឹងថាថ្ងៃហ្នឹងយៈមានអីបង្ហាញជូនអត់បងប្អូនសុំបេះដូងម្នាក់មួយមកឬក៏ពីរក៏បានដែរចាដើម្បីឲ្យកម្លាំងចិត្តយៈ បាទហើយអរគុណណាស់បាទលោកគ្រូអល់សំអាងហើយនេះផ្ដល់កិត្តិយសអញ្ចឹងលោកគ្រូលើកយកក្នុង ចានេះអូមានខមមិនណាបងនេះ បាទ សុំមើលយៈសម្ដែងឈុតចាយចង់ អូចាយចង់ហ្នឹង ចា អីទេហ្នឹងហើយមើលសូម ចា ចង់មើលយៈសម្ដែងចាយចង់ជាមួយលោកសានសវណ្ណឌឿន មានអញ្ចឹងហ៎មានអ្នកខមមិនអញ្ចឹងមែន មិនដែរ អូចា បាទអរគុណអញ្ចឹងហើយលោកគ្រូមានដកក្នុងសាច់រឿងដូចថាយើងមានបលៈសិនវងព្រាមកសអញ្ចឹងទៅវាមានរឿងស្អីលខោនច្រើនណារឿងបលៈសិនវងអីទៀតបឋិនវងបាទកពើឆារវ៉ាន់ ចា បាទក្រៃថោងកពើឆារវ៉ាន់ ចា បាទជុកស្វាវងចៅវិរិនហ្នឹងទៅកពើក្រៃថោងកពើឆារវ៉ាន់នេះឆារវ៉ាន់មួយមកច្រឡំណាក្រៃថោងកពើឆាក្តៅ ដូចតំណងហ៎បងដូចតំណង នងនៅដំណំហ្នឹងអើយសំណងជាងបាត់អោកមួយយ៉ាងស្រុកកំណើត ចា បាទអោលោកយាយទេពនៅអែបសាក្រោបមកសូមជួយលួងចែកចៅ ចា ឲ្យបានមានតែជាតិនិយាយផ្លូវជាស្ពានកាលណាខ្ញុំបានខ្ញុំថ្វាយភ្លេងការដល់ពេលភ្លេចបរោកាលណាខ្ញុំបានខ្ញុំថ្វាយឆាក្តៅទៀតក៏បានអរគុណណាស់បាទ ឃើញទៅខាងនោះ នឹងអរគុណហើយចឹងលោកគ្រូ ឥឡូវយើងផ្ដល់ទូនាទីទៅខាង បាទផ្ដល់ លោកគ្រូ ទូនទេជូនលោកគ្រូហើយ ចា លោកគ្រូដក តួ ស្រង់ តួ យក ទាំងអស់ បាទឈុតណាឆាកណា ចា ក្នុងសាច់រឿងអ្វីបាទសូមបកគោលទូនាទីជូនលោកគ្រូបាទសម្ដែងចឹងពុកម៉ែបងប្អូនមេត្តាដែលនៅពូខ្នើយ ចា ពិសេសបងអូនវិសាលណោះ ចា បាទវិសាលនៅខាងជប៉ុនហ្នឹងណា ចា បាទបងអូនមេត្តាទេសនាហើយ ហើយកុំភ្លេច share ម្នាក់មួយផងបងប្អូនណា បាទ ចាដើម្បីឲ្យបងប្អូនយើងផ្សេងទៀតគាត់បានទស្សនាផង បាទ តែយើងកុំមើលម្នាក់ឯង បាទ ចែកគ្នាមើល ចែក ចា បាទ ឥឡូវដើម្បីបំពេញបំណងរបស់
បងប្អូនដែលកំពុងរងចាំទស្សនាណាយកឈុតឆាកមួយនៅក្នុងរឿងស៊ីសវណ្ណរឿងព្រះស៊ីសវណ្ណច័ន្ទសវាគឺនិយាយអំពីយក្ខណីចាក់ចេញអំពីគុហាមកកំសាន្តព្រៃប្រឹក្សាលេតាវធ្វើដំណើរទៅជួបនឹងស៊ីសវណ្ណបាទប៉ុន្តែលើយក្ខចេញមុន យ៉ាក់ចេញមុន បាទសុំតួយៈ អញ្ចឹងរឿងស៊ីសវណ្ណ ច័ន្ទសវា ច័ន្ទសង្វាច្រើនខែដែលខ្ញុំបានចាក់ចេញអំពីសម្ដេចព្រះមហាមរាសីចេញមកព្រៃប្រាសាទដែលតាបោជ្រៅជ្រងចលងដងព្រៃជាទីសុខុមរមនាសម្រាប់ជីវិតខ្ញុំស្អាតស្អាតណាស់អីយ៉ាព្រៃប្រាសាទដ៏ល្អប្រណិតនេះជាទីសុខុមមើលចោះឈើខ្ពស់ជាទីកយគុណមែនស្រឡាយស្រឡាយស្រឡានឡងត្រៃត្រង់តត្រៃត្រៀលត្រយ៉ាងស្រឡាយស្រឡាយស្រឡានលងត្រែងត្រង់តត្រៃអូនណាត្រៀលត្រយ៉ាងអំក្រងស្មាច់ស្មាយអូនណើយតាមរាំងកុំក្លងខ្ទុំខ្ទឹងច្រឹងច្រៃ
រៀបរាប់ព្រេងប្រសាและតាវជាទីរមនាសម្រាប់ជីវិតខ្ញុំព្រះតនគររៀបអស់ស្រង់គិតហើយខ្ញុំគិតឃើញថាបើបន្តដំណើរទៅវាហាក់បីដូចជាហត់ប្រកាយខ្លាំងបើអញ្ចឹងគិតថាសម្រាប់នៅទីនេះសិនមើលអើយងុយដេកណាស់អូទុំសិនអាយ៉ាលោកអូយសាបម្លឹងទេមកពីណាហេតុអ្វីក៏លក់កណ្ដាលព្រៃបែបនេះទៅវិញណាអូយសាខាងណាស់អាយ៉ាតែមកតែលក់ហាក់មិនដូចជាមិនដឹងខ្លួនបានតែឆ្លោះហើយនេះត្រូវតែសាប់បានជាការកាណាហើយបរោះនេះដល់ខ្លួនវិញដល់ស្ដីពុទ្ធនាហេអូសាប់ម្លឹងទេលោកអើយ អីយ៉ាកំពុងតែផ្ទុំលងលក់ហាក់បីដូចជាសម្លេងអ្វីមករំខានដល់អារម្មណ៍របស់ខ្ញុំអីយ៉ា អាយ៉ាលោកអើយព្រះម្ចាស់ហើយនេះក៏ប្រំឡានេះមិនឡើយទេណា យកក្តីធ្វើដំណើរទៅណាមកណាស្ទាក់ផ្លូវដូចខ្ញុំទៅជ្រឹះទៅវិញ អាយ៉ាទីព្រៃនេះជាទីព្រៃរបស់ខ្ញុំម្ចាស់ស្រឡាញ់ព្រះអង្គខ្លាំងណាស់ខ្ញុំមិនឃើញព្រះអង្គភ្លាមស្រឡាញ់ខ្ញុំម្ចាស់ ទីប្រាមនុស្សនឹងយកក្តីមិនអាចស័ក្តិសមគ្នាទេ អូយត្រូវតែសាប់គ្នាព្រះអង្គល្អកំមារារា តាមខ្ញុំធ្វើយ៉ាងណាទៅ ព្រះបីបឡងដល់កំណើស្រឡាញ់អនតែកំទេស្រឡាញ់អនតែកំកាត់យើងប្រហែលជាគូពីបំពេ ខ្ញុំមិនស្រឡាញ់ស្រីយ៉ាងគេណៃនឹងជាយ៉ាប្រៃក្នុងប្រឹក្សាខ្ញុំមិនត្រូវទេស្នេហាខ្ញុំមិនត្រូវការទេស្នេហាចោយត្រាឆាយទៅ ណែជាយាសាអូនស្នេហាតែប្រើពាក្យបីសំថាបន្តិចណាឆំខ្លៃអូនចង់នៅក្បែរបងជារៀងរហូត ព្រឹកការស្រីយ៉ាងគេណៃមិនសមយ៉ាងថ្លៃទេស្នេហាបំណាច់ទំនងបងប្រាថ្នាបំណាច់ទំនងបងប្រាថ្នាមិនត្រូវការស្រីយ៉ាងឡើយឆាប់បាថយចេញទៅបើងើច្បាំងស្ដាយក្រោយស៊ីសវណ្ណាមិនត្រូវការឡើយប្រាប់ឲ្យហើយប្រាប់ឲ្យហើយប្រយ័ត្នខ្សែសង្ខារ អាយ៉ាព្រះម្ចាស់ហេតុអីក៏ប្រាប់ម្ចាស់នេះដាច់ប្រហារតីបែបនេះទៅវិញ ស្រីយកណៃអ្នកមានសវណ្ណីចំពោះខ្ញុំជាការប្រសាណាស់មើលតអ្នកហាក់បីដូចជាឃ្លានជាតិប្រើហើយមើលទៅ បាទសុំឆ្លេះប៉ុណ្ណឹងសិនណាជា តែ គាត់បាត់អីបន្តិចផងណា សុំឆ្លេះសិនណា អូយបាត់តិចទៅណាលោកអូយបាត់បានប្រអខាងនេះក៏បានពិធីការតិចដែរលោកអើយខ្ញុំខ្លាចយេអូយខ្ញុំខ្លាចយេណាស់លោកអើយយ៉ាដាច់ចោលយ៉ាដាច់កៅស៊ូយេ អាណិតយាបងមកឲ្យស្លេះចំវគ្គហ្នឹងវាដល់សូវតំណងមកយេ អត់ទេតួថាផ្លោយឆ្លេះប៉ុណ្ណឹងយ៉ាស៊ីខ្ញុំលើហើយ ដូចក្នុងយល់សព ដូច បង យកសព អើយសុំទោសចំពោះទស្សនិកជនកំពុងទស្សនាតាមបណ្ដាញសង្គមដោយសារតែ ថាបរិយាកាសមិនទូលំទូលាយធំ ចាទី បាទ កន្លែងយើងទូចចានិយាយទៅ ហើយបើចង់បានលខោនបានមកសម្ដែងសូមមេត្តាជួយឧបត្ថម្ភឲ្យច្រើនណា ចាបងការប៉ັດ តែ ចា បីហើយ ចា បងស្រីលោកប្រុសអ្នករៀបចំកម្មវិធីគាត់រៀបចំទីធ្លាធំ ឲ្យធំចាសំបីលោកគ្រូក៏គាត់ពិបាកសម្ដែងនៅវាអត់លះចាអត់ ហើយសំបីតែផ្ទុំមិនខាត់ដេកផ្ទុំហ្នឹងគឺ បាទ
ban mình thấy thế người ta bồ ran ban pù lớn này Chà. tôi té Chừng yết te. nghiệt té Chà. cũng nói tay chừng yết chật Chà. và này bà bè đông từ ly hay có chiết đọc ca sầm rạp chơi trong độc cừu bạn all sầm áng này Chà. bà bắt đầu cái điều trong cam thi một đạo bạc thuật nàyคือđầm bầy bình tranh nơi phim mùi cả mấy cái màu hay cắt vô chốt cha bà lấy cái nàyคือmàu sầm đai của bạn đai rướng về từ từ về ចា นี่ก็น่าดาวปะอยากกาจูนตลอดผมบอกโอ้ในพิเศษนอดาราแย่อ้อบ่าโอ้ยสะอาดไหมลูกโอ้โหย អញ្ចឹងបានញាក់ពេញនិយមណាស់បងនិយាយមែនណាចា บ่าអរគុណណាស់ហើយ បងមើលខមមិនមែន บ่า ចាបងប្អូនយើងគាត់ថាចេះបានមើលលខោណាយប់នេះ เขาใน ចា บ่า គាត់ ให้ ល្អណា អូនណាត ចា เนาะបាទសុនណាតមានសួរ ចា គ្រូផ្លយបងផ្លយនៅវិធីការនេះ ចា ពិសេសបំផុតเนาะបងលោកគ្រូបាទភ្លេងទាំងអស់ហើយលោកគ្រូអល់សំអាងនិងក្រុមរបស់បងផងជំរាបសួរបាទបងណាតបាទជំរាបសួរហើយមួយទៀតសវណ្ណកុមារប្រសាក់ ចា បាទសម្រាប់ខ្ញុំរឿងបុរាណពេញចិត្តណាស់បាទតែសំដែងម្ដងគឺ អីណា នេះ សំដែងម្ដងអី សំដែងតែបើសំដែងសម័យខ្ញុំបាទមិនសូវជាហ្នឹង ចា បាទ មើលច្បាស់នៅ បាទមិនសូវបានទៅមើលគាត់មិនសូវបានទៅ ចា មើល ពួកគាត់រវល់ការងារ ការងារ ចាហើយបងប្អូនមួយទៀតនោះនេះគាត់ថាចេះគាត់កំពុងធ្វើកិច្ចការងារផ្ទះ បាទ បានមើលលខោដែរ បាទមើលខោនដែរ ចា នឹងពងជូតផ្ទះបដើណោះពងជូតផ្ទះបដើហើយមើលបដើហ្នឹង ប៉ុន្តែកន្លែងជាក្រានបាយជូត3ដង 3ដងហើយ អ ហ្នឹង ត់ឈប់ ហើយ ជូត បាទហ្នឹងហើយខាងនេះណោះហើយកងចន្ទធីហ្នឹងឲ្យបេះដូងប្រភេទណាស់លោកហើយណោះអ្នកខាងសៀមរាប អ្នកសៀមរាប បាទ ចា ម៉ៅមឿន ចា ណាអូយបានមើលលខោននៅយប់នេះអេមើលតាមវិសីរៀបណាហ្នឹងហើយហើយអាចារ្យឆ្អឹងបាទពីរោះបាទមកដែរពីរោះណាលោកគ្រូ ចា អាចារ្យនឹងដាក់ឈ្មោះគឺសំរបស់គាត់អាចារ្យឆ្អឹងមែន ចាឆ្អឹងអត់មានសាច់ទេ ស្ទាបទៅអត់មានគឺសាច់សោះ អត់មានដាក់ឈ្មោះអាយោងអីបន្តិចទេ អត់ទេថ្ងៃមុនជួបទៅការនៅប្រសិទ្ធមើលលោកចាឆ្អឹងអើយអញ្ជើញហើយទៅវិញខ្ញុំសុំខ្លះមកធ្វើស៊ុប បាទអរគុណណាស់ហើយបន្តមកទៀតអូអ្នកស្រីច័ន្ទស៊ីម៉ុនបាទក៏ មែនទេម៉នស៊ីម៉ុន ញ៉ាំម៉នស៊ីម៉ុន ចា ហ្នឹងហើយបានកៅនាង យ៉ាក់ចង់ញ៉ាយបងផ្លយ ញ៉ាំបងផ្លយហ្នឹងហើយអូយយ៉ាចង់ញ៉ាំ មើល ផ្ល ឃើ យ ញទៀត មើល ចា ឃើញមើលឃើញ ចា បាទអរគុណណាស់ហើយពិសេសវិសាបំផុតថ្ងៃនេះគឺបើនេះថាពុកម៉ែបងប្អូនតាក់តនបានកំពុងតែមើលការ live ក៏បានហើយតិចទៀតធម្មតា page យើងវាទៅផុសតទៅទៀតដែរមិនចឹងបាទនឹងទស្សនាបន្តចឹងទៅ ចាហើយមានបងប្អូនយើងលោកខមមិនថាចេះសុំបើសិនជាមានឈុតក្រោយសុំឲ្យឈុតឲ្យយើងវែងយើងនឹងតិចទៀតមកកំពុងជក់ចិត្ត បាទ ចាអត់ទេមិនចង់គាត់ចង់ខឹងបងផ្លយថាកាត់ឈុតលឿនពេក មែនទេ ចា ញ៉ោះយ៉ាក់ អូចឹងហ៎ យ៉ាក់ មែនមកឯងខ្លាចយ៉ាក់ណាអី អត់ខ្លាចទេ អញ្ចឹង យ៉ាក់ពងកជ្រូលហ៎ ចា អញបានចំណៃឆ្ងាញ់ហើយលោកអើយអូយយើងប៉ុណ្ណេះល្អណាស់លោកអើយត្រូវខ្នាតយ៉ាហើយ ប៉ុន្តែខ្ញុំចង់មើលបន្តទៀតដែរមិញហ្នឹងខ្ញុំចង់ដឹងថាមើលយ៉ាក់ធ្វើម៉េច មានធ្វើម៉េចបើយ៉ាអើយ ចា ជាស្រ័យណាយ៉ាណាយ៉ាអើយ ចា អូយដែរតលីលខោនមានលខោននោះឯងមានដែរសល់យ៉ាលើរងឯងអត់ដែរសល់ទេបើមានយ៉ាសល់ណាបើកាកទីលខ្នោតហ៎ដល់ពេលចាប់ដល់កខោនគេបាទដាក់ជ្រុលមូអាប្រពេលហ្នឹងគេទៅចោលអស់ទៅនិយាយឈីកើម ទៅអើតមើល និកូនអើយតែប្រាប់ម្ចាស់ខោនផងសល់យ៉ាហើយ ហើយមិនមកថាយកអត់អស់មែន យកអត់អស់ដាក់ចូលហើយមួយទៀតកាលហ្នឹងគេជួលលខោនហ្នឹងអ្នកដើមប៉ុនគេជួលលខោនហ្នឹងគេទៅជួលលោកគ្រូអញ្ចឹងស្រឡាញ់ពេញចិត្តវងលោកគ្រូអល់សំអាងណាសំដែងទើភ្លឺហើយអញ្ចឹងទៅគេកិច្ចសន្យា ចា ពលលោកគ្រូឯងតែសំដែងអត់ដល់ម៉ោងខ្ញុំអត់ឲ្យលុយទេណា ចា
chẳng xong mà đòi màu mát bông màu buôn 4 ភ្លឺ buôn plư អូចា ตอมใบสัญญาท่าตะแกเขาคือสัญญาตัวมาลูกดาวจังอยู่มุกหัวอ๋อ បានឲ្យឈប់លេងចឹង บาด មែន ខ្ញុំទៅយកលុយ អូចាចា លេងមានដល់ម៉ោង4ណាម៉ោង3ជាងមនុស្សដើរអស់ទៅផ្ទះអស់ទៅយកលុយអ្នកកែដើមប៉ុនអ្នកដើមប៉ុនស្គមដូចយ៉ាចឹង ស្គមប៉ុណ្ណឹងបងហ៎ ប៉ុណ្ណឹង ស្លីមប៉ុណ្ណឹងហ៎ ស្លីមប៉ុណ្ណឹង ចា ស្លីអសរងចុកមកនោះ ចា បាទកាន់លុយមកអត់ទេកែខោខ្ញុំឡើងទៅមើលដូចឆាកសិនឡើងមើលហួងអើយឃើញទេបងទៅផ្ទះអស់ហើយតាមើលចុះមកឡើងឃើញម្នាក់កំពុងអង្គុយចកុកលើកៅអី ឯថៃក៏មិនទៅផ្ទះគេគេទៅអស់ហើយណា អេកែខោនៅម្នាក់ទៀតនោះម្នាក់ហ្នឹងវាដេកទេតាដេកដោយលេងឲ្យវាស្ដាប់ ឯដល់ប៉ុណ្ណឹងណា មកតដល់ម៉ោងលេងឲ្យវាស្ដាប់ ចា ដល់ពេលទួខោអត់អីទេយ៉ាងលេងទៅដល់យ៉ាក់ពងដូចយ៉ាហីនេះចេញទៅដេញអាមួយមុខហូងហ្នឹងអត់ដល់អាងុយដេកហើយចង់ដេកអត់ចង់ដេកទៅដេញតែពេលទៅឯងបានដេក សឹបហ៎ សັບមកយោអត់ទៅអាមួយក្បាលហងអត់ព្រមទៅទៀតហើយ ចា អូកាច់ក្បាលលើនោះខំក្បាលលើនោះអានោះមើលអូហើយមើលមុខយ៉ាក់ទៀតងប់ហើយហើយព្រមទៅទៀតអញទៅតែមិនកាត់អាយ៉ាក់ ចា មិនហែងទៅអញអត់ទៅទេអញចាំក្បាលមេគ្រូហែងពងនិយាយណាអានេះ ចាំបានគ្នាអត់ទៅ ហើយយ៉ាក់អត់ទៅអាក្បាលលើនឹងពួកមេគ្រូមិនសិនភ្លើងទេយកលុយពីដើមបងនោះទៅទេ អរគុណចា បាទអរគុណណាស់ ឥឡូវកុំឲ្យខាតពេលបងដោយសារពេលវេលាយើងទៅមុខលឿន បាទ ណាស់ណា ឥ បង ឡូវនេះ ចា បើកាត់ឈុតតាណាមួយទៀត ចា តែដើម្បីបត់បង្ហាញឲ្យភាពមួយដ៏ស្រស់ស្រាយជូនទៅដល់ពុកម៉ែបងប្អូនកំពុងទេសនាលោកគ្រូ ចា បាទបន្តនេះគឺតួអង្គស្រីច័ន្ទសវ៉ាចាក់ចេញអំពីមនីសីមកកំសាន្តសួនកំសាន្តព្រៃចឹងណា អូ បាទ បាទអញ្ចឹងបណ្ណាចាក់ចេញពីព្រះមនីឥសីមក សុំលាឥសី បាទ ណា សូមលាឥសីមកកំសាន្តនៅបាទសួនបាទមានផ្កាល្អ មាន ល្អ ការឯកាច់ផ្កាថ្វាយតាអញ្ចឹង ហ្នឹង ណា ហើយបាទអញ្ចឹងសូមកញ្ញាទេសនាដូចតទៅ ចាំស្វាបានបង្គំលាលតាព្រះមនីអីសីធ្វើដំណើរមកដល់អនាតស្រាំងហើយមកចោលបផាបការប្រៃទាំងឡាយរិញក្រោមចោលក្លិនសាយភីបាញ់នៅព្រឹកព្រៃធ្វើឲ្យខ្ញុំមានការសប្បាយហើយតែខ្លាំងណាស់ ជាប់ចិត្តកយគុណសម្រាប់ធម្ម
យកខណៃមកអ្នកនាងសុំអភ័យទោសដល់អ្នកនាងផងដែលធ្វើឲ្យមានការរំខានដល់ការកើយគុណទេសភាពទាំងឡាយខ្ញុំប្រនាមព្រះស៊ីសាវណ្ណ ព្រះម្ចាស់ខ្ញុំម្ចាស់សូមថ្វាយបង្គំព្រះបង អាយ៉ាព្រះនាងស្អាតណាស់ព្រះនាងគ្រាន់តែឃើញភ្លាមហាក់តែយកនៃបេះដូងរបស់ខ្ញុំជាប់ចិត្តប្រតិបត្តិចំពោះព្រះនាងទៅហើយសូមព្រះនាងប្រទានអ្វីដល់ខ្ញុំផងក្រាបទូល ព្រះម្ចាស់ខ្ញុំម្ចាស់ជាតាក់ជាចៅព្រះមនីអេសីមិនដែលស្គាល់អ្វីខុសអំពីលោកតាព្រះមនីអេសីនិងធម្មជាតិព្រឹកព្រៃទាំងឡាយដែលមាននៅទីនេះព្រះអង្គចម្លែកណាស់ធ្វើដំណើរមកដល់ទីនេះហើយមកសុំអ្វីខ្ញុំម្ចាស់ដូចជាមិនយល់សោះព្រះបង គឺសុំសេចក្តីសេហាហ្នឹងណានាង សូមនាងប្រណីអភ័យទុំម្ដងបានជាខុសឆ្គងម្ដងលើជីវាព្រោះតែសម្រងស្រងកែក៏និថាឲ្យរៀមប្រាថ្នាលើស្រីមិនបាន សូមអ្នកថយចេញសូមអ្នកថយចេញ ឲ្យបងខុសយ៉ាងណា ចាំសុខអញមិនទុកណាបំមានណាច់បងណងអើយបំមានណាច់ចំណងអើយលើចរណៃចង់បានអូនធ្វើមហេសីអើយណាមានអើយបង អីយ៉ាស្រែកអូនមិនស្រែកធ្វើអ្វីណាអូនណាចៅ បងមិនមែនចោងអើយបងមិនមែនណាចោងហើយទេចោអរណៃបំណងស្នេហ៍ស្រីអើយលំបងស្រីសង្ខា បងអូនមានសម្រស់ល្អម្លឹងបើហើយដាច់ចិត្តអ្វីគ្រាន់តែសេចក្តីស្នេហាបើកាលណាអូនព្រមស្រឡាញ់បងទូលមេត្តាបិតាបងទៅតាមទំនៀមទម្លាប់ណាអូនណា ព្រះអង្គមកណាណៃនោះគេថាមនុស្សប្រុសម្ដងចន្លងសានក្រែបហើយហៅបានតបការរយយ៉ាងណាមិញព្រះអង្គនេះបើសិនជាបានប្រានកាលណានឹងរត់ប្រៃចោលមនុស្សស្រីឲ្យទឹកភ្នែកហើយចឹងទៅ ទីបងអូនរឿងកន្លងសัตว์បាសាបាសីវាជារឿងសัตว์ទេក៏ប៉ុន្តែបងជាពុជពងអង្គខតយៈអូនហើយពាក្យពេចន៍មួយម៉ាត់កាត់ថ្លៃមកបានឲ្យតែកៅកល្យានប្រស្មោះត្រង់ចំពោះនឹងខ្ញុំអំបាញ់មាញ់អូនថាអូនជាចៅលោកតាអេសីមែនទេ ព្រះបង បើកណាអូនជាចៅលោកតាអេសីចាំបងទូលលោកតាថាសុំស្ដីដល់នឹងអូនទៅតាមទំនៀមទម្លាប់នៃជាតិយើងណាអូនណា ព្រះម្ចាស់ឯងចេះបើសិនជាលោកតាថាខ្ញុំម្ចាស់មាននិស្ស័យជាមួយព្រះអង្គខ្ញុំម្ចាស់នឹងប្រោសយកព្រះអង្គធ្វើជាស្វាមីតាមនេះបដិការរបស់លោកតាណា ប
អូមិនអីទេអីណា ចាំមក ខ្ញុំធ្វើដំណើរហត់នឿយណាខ្ញុំចង់សម្រាប់នៅទីនេះសិនហើយឲ្យអូនប្រពេបងណា អូចាំផ្ទុំមក ត្រូវហើយឥឡូវណាអូនមកណាបងផ្ទុំនៅទីនេះ ប្រហែលជាព្រះអង្គស្រែកថាយ៉ាយ៉ាណារត់មកភ័យមកប្រភេទនេះខ្លាចយ៉ាក់ខ្លាំងហើយមកតែ ហ្នឹងហើយអស់ កម្ កម្ លា លាំង ង ខ្ ទេ លាំងមែនទេ ឥឡូវអូនមកពេបង អីឃើញតែណាខ្ញុំមកចាប់អំពេ ត្រូវហើយ លោកតាមកអត់ទេ ចាំដឹងខ្លួនចាំតែជួបលោកតាអូនណា ព្រះអង្គខ្ញុំមកចាំនឹងថ្វាយការបំពេដល់ព្រះអង្គសូមព្រះអង្គផ្ទុំឲ្យស្ងប់នៅទីនេះមានបារមីលោកតាព្រះមនីអេសីខ្លាំងពូកែស័ក្តិសិទ្ធិនឹងជួយរំដោះព្រះអង្គឲ្យរួចផុតទុក្ខភ័យបានណា ត្រូវហើយអូន ព្រះអង្គផ្ទុំទៅព្រះអង្គស្ដេចផ្ទុំមកទៅខ្ញុំមកចាំនៅថ្វាយការបំពេព្រះអង្គស្ដេចផ្ទុំមកទៅខ្ញុំមកចាំនៅថ្វាយការបំពេស្ដេចផ្ទុំឲ្យលួងណាមនាងមេខ្ញុំមកចាំបំពេនៅក្បែរកាយាព្រះអង្គទុំទៅណារៀបរាស្រងកននិថានៅក្នុងទីកាយព្រះអង្គទុំលងលក់ហាញ់តាណានៅទុំក្បែរព្រះអង្គដែរសិនពេលណាដែលព្រះអង្គតាមឡើងចាំទៅជួបលោកតាអាយ៉ាពេញតាមហាញ់តាហេតុអីក៏កំពុងលងលក់ជាមួយមនុស្សស្រីបែបនេះទៅវិញណាមិនកើតទេគឺថាទុកមនុស្សស្រីនៅទីនេះគឺថាអូយបែរដល់តិចអើយត្រូវតែយកយ៉ាងហេញតើក្បត់ចោលនោះទៅជួលនោះសិនអ្នកឯងងាប់ទៅ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 ចាស្មោនចាស្មោនអាយ៉ាព្រះម្ចាស់ ស្រីយ៉ាងណៃតែឃើញមហេសីរបស់ខ្ញុំទេ អាយ៉ាខ្ញុំម្ចាស់ដេញព្រះអង្គហើយតើតែព្រះអង្គស្លាញ់ខ្ញុំម្ចាស់ទៅខ្ញុំព្រះបានណា យើងមិនស្លាញ់យ៉ាងដាច់ខាតណាយ៉ាងឃើញអីស្រីល្មមបងណាបំណងប្រាមហេសីខ្ញុំមេណាស្រីយ៉ាងឃើញអីស្រីមានបញ្ហាបំណងប្រាថ្នាប្រហាមហេសីខ្ញុំបំណងគុំគួនណារឿងស្នេហ៍ជាធំនាងចងគុំដុំជាមួយយើងយើងនឹងបញ្ញាដោយធ្នូស្នាឲ្យសូនសង្ខាងក្នុងព្រៃជ្រៅ
រែកសបាយឲ្យហើយទៅទុកនាងឲ្យនៅងំគេអន្តរាយព្រះអង្គម្ចាស់ខ្ញុំសូមប្រាប់ព្រះអង្គថាក្នុងមួយឆាកជីវិតស្រីយើងនេះបើព្រះអង្គធ្វើជាព្រះស្វាមីរបស់ខ្ញុំម្ចាស់ទៅនោះខ្ញុំម្ចាស់សុខទឹកមាត់ទៅទីនេះស្រីយកណៃគ្រាន់តែរឿងសេចក្តីស្នេហាចាំបាច់អ្វីនៅតាមចងកម្មចងពៀចំពោះខ្ញុំបើស្រឡាញ់ខ្ញុំមិនបានត្រូវយកដូចគ្នាទៅមិនបានជាដាច់ខាតតើព្រះអង្គចង់ធ្វើអ្វីខ្ញុំម្ចាស់ណាមីកណាយកអណ្ដែតថៃបើកណាសំដីដែលយើងនិយាយចំពោះនាងទៅស្ដាប់មិនបានអីមីតណ្ហាក្រាស់មែនហ៎បើឃ្លានយូរហើយមើលអ៊ីណែភ្ញាក់មែនតើណាលោកតាខ្ញុំប្រកាសណាមានគ្រោះអាសន្នហើយវិជាដែលលោកតាបង្ហាត់បរិញ្ញាខ្ញុំមិនចង់ប្រើចំពោះទេរណកម្មចំពោះយក្ខណីទេក៏ប៉ុន្តែបើមកខ្ញុំមិនធ្វើដូច្នោះនាងច្បាស់តែចងកម្មចងពៀរំខានសេចក្តីស្នេហាខ្ញុំហើយខ្ញុំសូមផ្សាយវិជានេះកណាខ្លាចជាចំណងចងដៃស្រីយក្ខណីនេះមិនឲ្យនាងស្លាប់ទេកណានាងស្លាប់ឆាប់ចប់តាឲ្យនាងនៅមួយកន្លែងដូចក្តីពងប្រហើមិនចាយរៀងហើយខ្ញុំរៀងណាឥឡូវណែស្រាប់យើងមកអង្គុយទីនេះសិនខ្ញុំបានបំពេញនៅចំណេះវិជ្ជាជាមួយនឹងលោកគ្រូតាលោកបានបង្ហាត់រៀននៅចំណេះវិជ្ជាឲ្យខ្ញុំចេះសពគ្រប់ឃើញថាធ្វើដំណើរចាក់ឆ្ងាយអំពីអាស្រមនៃព្រះចិតាថ្លៃសំឡេងបាក់សាបាក់សីយំត្រហើងអង្គងគួរឲ្យខ្ញុំសំណោះខ្លាំងណាស់ជាការប្រសារបស់ខ្ញុំណាស់
ដែលខ្ញុំបានខិតខំសិក្សារៀនសូត្រនៅចំណេះវិជ្ជាការពីលោកតាថ្លៃយកចំណេះវិជ្ជាការនេះដើម្បីការពារទឹកដីបរិយានគររបស់ខ្ញុំឲ្យបានផ្សេងផ្សានផងបើដូច្នោះទេព្រះសូរិយាកុំឲ្យបន្ទន់ទៀបខ្ញុំគិតថាប្រញាប់នឹងស្រុតដំណើរធ្វើដំណើរទៅមុខទៀតសិនណា នៅក្នុងនេះគឺណាទីសួនអ្នកនាងតើអ្នកនាងកំពុងស្វែងរកនរណាគេបានជាចោលខ្លួនមកក្នុងទីព្រៃដ៏ស្មោសានយ៉ាងដូចនេះទៅវិញប្រាំខ្ញុំមកចាស់សូមប្រាំថ្វាយបង្គំល្អហើយប្រនាងខ្ញុំមកចាស់ឈ្មោះច័ន្ទសវ៉ាជាចៅលោកតាព្រះមនីអេសីច័ន្ទសវ៉ាស្អាតណាស់ហើយជាចៅលោកតាព្រះមនីអេសីទៀតច័ន្ទសវ៉ានាងស្អាតណាស់សិវាធីតាបងនួនអងរៀបតែតៃងស្រស់មេពិសីចរណៃស្រណៃវាចាកច័ន្ទជីវាធីតាបងស្នេហ៍ស្នងបងឯបងមេត្រីនិស័យចង់ត្រងបីស្រីអើយស្រីស្រស់ណាឆ្លើយមកងាល្អងអាឆ្លើយប្របងថាបងស្នេហាបងមិនអើយចិនបាអូនអាយពីបាក់ក្នុងចិនបាមានស្វាមីក៏ប៉ុន្តែច័ន្ទសវ៉ាស្អាតណាស់រៀមខ្លីប្រាថ្នាមិនត្រូវការស្នេហាឡើយច័ន្ទសវ៉ាយើងសុំសួរនាងជាលើកចុងក្រោយថានាងព្រមទទួលយើងហើយព្រមនៅសេចក្តីស្នេហាជាមួយយើងដែរឬអត់ឈប់សួរខ្ញុំម្ចាស់ចាតើខ្ញុំម្ចាស់មិនអាចស្លាញ់ព្រះអង្គបានទៀតទេណាព្រះ តួនាងមានព្រះស្វាមីក៏ប៉ុន្តែហាក់រតីយើងរំជើបរំជួលពីណាប្រើឲ្យនាងមានសម្រស់ស្អាតច័ន្ទសវ៉ាបើនាងមិនព្រមទេយើងនឹងចាត់នាងនៅក្នុងទីព្រៃនេះហើយយកផ្ទះថ្មដើរធ្វើជាក្រាតព្រំសម្រាប់យើងណាតែផ្ដោគេថាខ្លាំងយ៉ាង ច័ន្ទសវ៉ាឈប់ជួយខ្ញុំម្ចាស់ផងណា ណែប្រម្ចាស់ទៅណាមណាពនាមអ្វីទៅ ការពិតយើងមានព្រានថាសម័យ
អីយ៉ាសម័យយ៉ាឯងហានខ្លាណាហ៊ានចាប់ច័ន្ទសមាជាមហាសីរបស់ខ្ញុំដូចខ្ញុំបានន័យថានេះគឺជាមហាសីរបស់ព្រះអង្គមែនទេត្រូវហើយបើសិនជាមហាសីរបស់ព្រះអង្គស្អាតម្លឹងអាចចែកឲ្យប្រឡេកឲ្យសម័យយ៉ាម្ដងបានទេបានចិត្តខាតណែសម័យយ៉ាឬសាកំណាចខោខើវ៉ាអង្គស្ដេចញារុណីអង្គរតនាចេញអាស្ដាណែស្ដេចសម័យយ៉ាឬសាខោខើសម័យយ៉ាគួរពិចារណាយើងសម័យយ៉ាសូមប្រាប់អញថាមានរទ្ធីងេល្បាញល្បីអូអត់ដាច់ទេយំការចាប់ស្រីលើផានយើងសូមប្រាប់អញថាសម័យយ៉ាងមានរទ្ធីងេខ្លាំងខ្លាអាចវាយប្រហារយ៉ាងណានៅក្នុងលើកៃវាសាហាវណាបើមិនព្រមរកុលលេមហាសីយ៉ាអោសម័យយ៉ានោះនៃប្រកបជាខ្សែជាទីបុខានហើយការពិតស្ដេចសម័យយ៉ាទេតាតាមព្រំដែនកំពុងតែវឹកវរដោយសារតែសម័យយ៉ាលើកទ័ពយ៉ាងងងើលមកឈ្លានពានចង់បានទឹកដីនិងប្រាង្គប្រាសាទមហានគររបស់ទូព្រះបង្គំសម័យយ៉ាឯងអាងអំណាចចេះស្ដារពេកហើយឯងគិតថានៅលើភពផែនដែនដីលើលោកសិនអវិសនេះសម័យយ៉ាចង់ធ្វើភ្ជុះភ្លៀងឬបង្កកលយុគតាមអំពើចិត្តមែនទេមិនមែនហើយឯងមានពនាមឲ្យដែរទៅស៊ីសវណ្ណអាស៊ីសវណ្ណមើលទៅការនិយាយស្ដីរបស់ឯងហាក់បីជាមានចំណេះចេះនឹងខ្ពស់ណាស់ឯងដឹងហើយថាយើងពិតជាចង់បាននៅដែនដីសវណ្ណភូមិរបស់ឯងដើម្បីធ្វើជានគរចំណុះរបស់យើងថោកទៀតអាសម័យយ៉ាឯងអាងគ្រឿងសត្រាវុធដ៏មហិមានិងអំណាចតងងើជាប្រវត្តិសាស្ត្រម្ដងហើយម្ដងទៀតឈ្លានពានទឹកដីមិនចេះចប់ហើយមែនទេស៊ីសវណ្ណនឹងលើកកងទ័ពតតាំងហើយប្រកាសពិភពលោកព្រោះថាក្រោមមលុបសុខសន្តិភាពដែលមានសម្ដេចតេជោដ៏ល្អប្រសើរនេះមិនងើងើចំពោះពួកអាសម័យយ៉ាបានជាដាច់ខាតយើងក៏ចង់ដឹងថាសមត្ថភាពនិងឥទ្ធិពលនៃកម្លាំងទ័ពហើយមហានគររបស់ឯងខ្លាំងយ៉ាងណានោះយើងអាចប្រកាសធ្វើជាសឹកសង្គ្រាមជាមួយគ្នាបានសម្ដីគ្រប់បាត់គ្រប់ពាក្យឆ្ងាញ់នឹងសង្គ្រាមឆ្ងាញ់នឹងការឈ្លានពានគ្មានកិត្តគូដល់ប្រទេសជាតិសុខសន្តិភាពប្រជាជនទេដើម្បីកុំឲ្យភាពរងទុក្ខសោករបស់ប្រជាជនដែលសង្គ្រាមរវាងសម័យយ៉ានិងខ្ញុំស៊ីសវណ្ណយើងនឹងតតាំងគ្នាតាមផ្លូវច្បាប់នៅតុលាការបានអរគុណណាស់លោកគ្រូដោយសេចក្តីគោរពសេចក្តីស្រឡាញ់នៃការសម្ដែងហើយអត្ថន័យបាទប្រកបដោយមោទនភាពបាទល្អមែនតែនគូណាបាទល្អមែនតែនហើយអ្នកគ្រូក៏ល្អហើយលោកគ្រូបាទហើយយៈនោះបាទក៏ល្អនេះគឺជាស្នាមញញឹមនៃមរតកវប្បធម៌ដែលបង្កើតឡើងនេះគឺដែលគ្រូបានមកចូលរួមនេះគឺខ្ញុំសប្បាយចិត្តអរគុណគូណាហើយសូមអានខមមិនបន្តិចសិនបាទទី1គាត់មានបងប្រុសម្នាក់គាត់ថាខ្ញុំចូលចិត្តមើលណាស់បាទវងលោកគ្រូអុលសំអាងគាត់
លើកយកតែរឿងបុរាណយកមកសម្ដែងដើម្បីឲ្យបាទកូនចៅជំនាន់ក្រោយហ្នឹងវាថាដោយលោកគ្រូបានមានប្រសាសន៍ឲ្យថារឿងព្រេងនិទាននោះណាបាទនេះគឺឲ្យចៅកូនចងចាំថាល្ខោនហ្នឹងវាមានទម្រង់បាទដោយលោកគ្រូសម្ដែងអញ្ចឹងហើយសំណុំពរមួយទៀតចង់ឲ្យក្រុមលោកគ្រូហ្នឹងគឺចេះកុំអានដល់ហ្នឹងបាទការសម្ដែងល្ខោនការសម្ដែងល្អណាស់ខ្ញុំចង់ទស្សនាល្ខោនភាសាហើយនឹងចាប់យកអាជីពនេះមួយទៀតក៏ប៉ុន្តែចាប់មិនបានបងអូនចម្រើនក្មួយចម្រើនណាហើយមួយទៀតសូមឲ្យលោកគ្រូបាទការ live នេះសូមឲ្យល្ខោនលោកគ្រូហ្នឹងគឺសូមទល់ភ្លឺបាទសូមទល់ភ្លឺមិនការប៉ិតគេខមមិន ឥឡូវសួរលោកគ្រូវិញលោកគ្រូនៅទល់ភ្លឺអត់ នៅទល់ភ្លឺ មិននៅទាំងអស់គ្នា បាទទាំងអស់គ្នា ឲ្យតែឧបត្ថម្ភដល់ បាទឲ្យទៅឧបត្ថម្ភបាទយីបាទគាត់ស្រឡាញ់ណាស់បាទហើយអត្តន័យអំបញ្ញមិញនេះនៅខាងនោះបាទចូលចិត្តអ្វីដែលមិនទទួលស្គាល់ការពិតទេមកសម័យយាណា សាច់រឿង ហើយសាច់រឿងក៏ប៉ុន្តែគាត់ណាកុំចេះតែហ៊ានណាបាទនឹងពុកបងប្អូនបានជ្រាបហើយពិសេសបំផុតខ្ញុំមានសំណួរគូខ្ញុំនិយាយឆ្ងល់យើងនៅពិធីការយើងមានហៅខ្មោះហើយនៅវត្តគឺមានធំបាទគងហើយនៅខាងបងប្អូនជនជាតិភាគតិចក៏មានគងនឹងដែរបាទនឹងបាទហើយស្គរដូច ស្គរពីរស្គរតូចស្គរធំ ធំខ្ញុំឃើញនៅខាងប៉ិនពៀតគឺយើងមានអាស្គរហ្នឹងបាទ ប៉ិនពីតតម្រង់បែបហ្នឹងដែរស្តៀងបែបហ្នឹងប៉ុន្តែសំឡេងអត់ដូចគ្នាទេ អត់ដូចណោះ បាទសំឡេងប៉ិនពីតមិនចឹងឯងហើយតម្រង់ក៏មិនដូចចឹងដែរ បាទ ហើយស្គរតូចនោះតាមទម្លាប់ហៅពីដើមគេហៅស្គរលុក ស្គរអីគ្រូ លុក ក៏ឡុក បាទលុកសម្រាប់ដំណើរណា បាទ ហើយស្គរធំនេះសម្រាប់សន្ធុក សន្ធ ទ ប់ ប់ប៉ុន្តែល្ខោនសម័យបច្ចុប្បន្នភាពដែលខ្ញុំឆ្លងកាត់សិក្សាស្វែងយល់ទៅគឺពិបាកណាស់បើនិយាយពីខ្សត់ខ្សោយថាខ្សត់ខ្សោយប៉ុន្តែសម័យនេះដូចមិនត្រូវខ្សត់ខ្សោយទេ បាទ ប៉ុន្តែគាត់ទម្លាប់ជួនអាចប្រើតែស្គរមួយណា បាទ គាត់ធ្វើឲ្យតូចជាងហ្នឹងទៅការពិតតម្រង់ល្ខោនយើងវាមានស្គរតូចដែលលោកគ្រូសាស្ត្រាចារ្យដោយលោកគ្រូសាំងសរុនហើយលោកគ្រូអ៊ុំសមិទ្ធណា បាទ គាត់ចងក្រងមកដូចបើខ្មែរយើងកងខ្មោះដែលលោកគ្រូមានប្រសាសន៍មិញ បាទ កងខ្មោះអញ្ចឹងទៅហើយបើចិនគេថាឆឹងប៉ោឡៅគី ឆុងប៉ោឡៅគី បាទហ្នឹងភាសាផ្នែក ចិន ប៉ុន្តែ បាទ បើខ្មែរយើងមានតែ បាទ ប្រាសាទអង្គរវត្តយើងរបស់នេះក៏កើតមុនហ្នឹង បាទ សូម្បីលោកគ្រូមានភាសាថាជនជាតិក៏គេមានដែរ បាទ ចិនក៏មានបែបហ្នឹងដែរអញ្ចឹងដែលមានបងប្អូនដែលខ្ញុំឡាយទៅគាត់ថាសំឡេងអញ្ចឹងគាត់ថាបោះចិនបោះវៀតណាម បាទ ការប៉ັດយើងភ្លេចខ្លួនថាយើងមានហើយ បាទ ដោយទម្រង់ក្បាច់ចឹងគេថាពាក់អញ្ចឹងអញញ៉ៃមិនដឹងស្អីប៉ុន្តែបើយើងពិចារណាដោយប្រើការគិតណាគឺទម្រង់មានក្បាលនាគ បាទ តំណាងទាំង3គឺប្រាសាទអង្គរវត្តណាកំពូល3កំពូល5 បាទ ហើយដោយនាគយើងនាគតាមសាលាចារឹកឬតាមរចនាបថឃើញទេទម្រង់គឺក្បូរក្បាច់ហ្នឹងគឺភិកច្រើនគឺចេញពីអញ្ចឹងប៉ុន្តែយើងតែងបន្ថែមជាលបោយបន្ថែមទៅដើម្បីឲ្យជាសម្ព័ន្ធភាពនៃទម្រង់ បាទ ល្ខោន បាទ បាទហើយយើងថាំងជួនកាលយើងថាំងយករបស់គេជាធម្មតាទេដូចសម្លៀកបំពាក់អញ្ចឹងសម្លៀកបំពាក់លោកគ្រូជួនកាលមិនរបស់ខ្មែរណាប៉ុន្តែយើងឆ្នៃម៉ូដម៉ាក់មកជាទម្រង់ខ្មែរហើយជួនកាលទស្សនៈខ្លះគាត់អត់យល់ដល់ហ្នឹងគាត់ថាំងមិនអញ្ចឹងទេអញ្ចឹងការបង្ហាញទស្សនៈរិះគន់ក៏យើងទទួលការបង្អាប់ក៏យើងទទួលដែរត្រឹមត្រូវក៏យើងទទួលដែរក៏ប៉ុន្តែការទទួលទាំងអស់នោះធ្វើយ៉ាងណាលៃយ៉ាងណាឲ្យមកជាលក្ខណៈខ្មែរយើងទៅ បាទសមហេតុ បាទសមហេតុសមផលបើគាត់មិនតន់យល់យើងបង្ហាញឲ្យគាត់យល់ពេលគាត់យល់ហើយគាត់ថាអូអញ្ចឹងឯង បាទបាទអញ្ចឹងចំណុចហ្នឹងដោយលោកគ្រូថាសម្លេងកងសម្លេងខ្មោះ បាទ អញ្ចឹងខ្ញុំស្ដាប់បទចម្រៀងណាសម្លេងកងខ្មោះណា សំលេងកងខ្មោះ ពីរស់ពេកក្រៃណាភ្លេងការចងដៃស្រីហើយនឹងបង
យេ សូម្បីក្នុងតម្រងភ្លេងប្រពៃនេះយើងក៏មានកូនឈ្មោះ បាទ ព្រោះហ្នឹងមិនថាបោះចិនទៅ វាមានការសំឡេង បាទ ហើយគឺឈើង ឈប់ឈើងឆាប ឈើង ឆាបធំ អាហ្នឹងភាសាឈើងឬឈឹង អឺឆឹង ឈឹងណា បើយើងហៅឈប់ឈើង បាទ ឈប់ឈើង ខ្ញុំស្ដាប់ដូចទី1ដូចថាក្នុងពិនពៀតគេមានសំឡេងដូចសំឡេងផ្សេងអាឈឹងហ្នឹងណា បាទ បាទដល់ទៅខាងមហោរីដូចមានសំឡេងផ្សេងហ្នឹង ហ្នឹង ហើ ហើយ យគេហៅតម្រងណាគ្រូ តម្រង បាទ បាទមានឈើងឈឹងឈឹង តម្រងភាសាភិច្រើនសំឡេងដូចត្របើប្រពៃនេះហៅត្រសោ តោសោ ប៉ុន្តែបើតម្រងបែបហ្នឹងដដែលប៉ុន្តែរឹតឲ្យតង់ឆេទៅវាទៅសំឡេងឆេ ឆេ ខ្មែរក៏មានតម្រងត្រឆេដែរ បាទ ត្រដែលតូចណាមិនអញ្ចឹងទេគ្រូណាតូចជាងនេះហើយបើសិនអត់មានត្រតូចហ្នឹងគេរឹតតង់ហ្នឹងទៅជាត្រឆេតែបាទ អូ បាទ បាទ ដោយសារខ្មែរយើងងាយស្រួលប្រើឧបករណ៍យើងមានតែម្ដងប៉ុន្តែភាគច្រើនការឲ្យតម្លៃការយល់និងការសិក្សាអញ្ចឹងបាទខ្ញុំតែងតែសំណូមពរថាជាពិសេសអ្នកសិល្បៈទាំងបារាណក្តីទាំងសម័យក្តីសូមមេត្តាសិក្សាស្វែងយល់ស្រាវជ្រាវអ្វីជារបស់ខ្មែរយើងបានច្រើនតែម្ដងប៉ុន្តែប្រជាពលរដ្ឋអ្នកទស្សនិកជនគាត់ជាអ្នកទស្សនាគាត់ចាំតែទទួលទេប៉ុន្តែសំខាន់បើខ្លួនយើងមិនច្បាស់ខ្លួនយើងហើយទៅអប់រំគេមិនដល់ពេលមហាជនគាត់ឆ្ងល់យើងចេះខឹងគេមិនកើតអត់ទេយើងខ្លួនយើងអ្នកបំផ្លាញវប្បធម៌គឺអ្នកលខោនខ្លួនយើងបើអ្នកលខោនមិនបំផ្លាញតើនរណាបំផ្លាញអាហ្នឹងនិយាយអញ្ចឹង បាទ ប៉ុន្តែដើម្បីកុំឲ្យសិល្បៈហ្នឹងបាត់បង់លុះត្រាតែអ្នកសិល្បៈហ្នឹងវាច្បាស់លាស់ បាទ សិក្សាដល់លោកគ្រូសួរខ្ញុំរឿងបារាណសម័យដោយសារលោកគ្រូបែបឃើញគេសំដែងបែបសម័យដែលបែបសម័យ បាទ និ មា យាយ ន ធម្មតាការដើរអីទោះបីយើងសំដែងបែបហ្នឹងក្តីក៏ប៉ុន្តែតង់សំឡេងគឺនៅតែតម្រង់ភាសាទៅ បាទ កុំឲ្យធូរកណាធូរគឺច្រឡំនឹងលខោនមហោរី បាទ លខោននិយាយឬជាគេវិញហ្នឹងហើយកណាធ្វើអញ្ចឹងគឺបាត់តម្រង់កណាយើងនិយាយបាត់តម្រង់និយាយប៉ះពាល់ក្រុមនេះក្រុមនោះគេថាយើងនឹងទៅជាអភិរក្សជ្រុល បាទ អញ្ចឹងសូមថាការនិយាយក្តីទោះបីជាខ្ញុំនិយាយខុសឬនិយាយមិនត្រូវជួយកែសម្រួលក៏ប៉ុន្តែអ្វីដែលខ្ញុំនិយាយទាំងអបានកន្លងមកច្រើនឆ្នាំនៃដែលខ្ញុំដែលចង់បានគឺអភិរក្សអភិវឌ្ឍចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមមលុបសុខសន្តិភាពមានសម្ដេចតេជោ បាទ សម្ដេចបវរធិបតីដែលលោកខំខ្នះខ្នែងណាស់ No ហើយឆ្លៀតឱកាសនេះក្រុមយើងខ្ញុំដែលរីកចម្រើនទៅបាននោះគឺដោយសារលោកឧបត្ថម្ភដែរ បាទ បាទនិយាយក៏ប៉ុន្តែការពិតលោកមិនចង់ឲ្យជម្រាបទេក៏ឲ្យថាអញ្ចេះថាអញ្ចោះណាគាត់ថាឲ្យស្ងាត់ទៅកូនប៉ុន្តែទឹកចិត្តយើងទីអ្នកទទួលហ្នឹងណាគឺរំភើបណាស់បាទការដឹងគុណកតបកិច្ចហើយលោកក៏ថាខ្វះខាតអីប្រាប់លោក បាទ ប៉ុន្តែកន្លែងខ្លះយើងគួរតែខំខ្លួនយើងបានច្រើនដែរ បាទអរគុណណាស់ហើយអញ្ចឹងបើនេះថាជីវិតសិល្បៈខាងតួឯកលខោនណាគឺជីវិតមិនងាយទៅណាទេ មិនអញ្ចឹងគឺ បាទព្រោះខ្ញុំទៅមើលលខោនមើលអីទៅថាចរោនរោងយើងតួឯកហ្នឹងគាត់ទៅខ្លាំងខ្លាំងទៅប្រយុទ្ធជីសិតគាត់ឈាមអូអានេះគេខមមិនមកនេះបាទនងឲ្យលេងមកដាវយើងទៅនៅទាំងងំបាទគឺបានជ្រាវបត់ដែរគេវិញ បងចង់ទៅសើតួលខោនមែន បាទតើតួលខោន ទៅសើគាត់ហ៎ បាទ ចាចាក់មកដាវអីហ្នឹងណា ហ្នឹងហើយ ចានៅច្រៀងចប់មួយបត់ទៀត ចប់មួយបត់ទៀតនេះគេខមមិន នេះ មក ទៅសើដោយស្មោះ សើដោយស្មោះគេដឹងខ្ញុំទៅសើតួឯកណា ចា អូយមុននឹងនេះទៅបានមកបត់ដែរ ចា បាននេះជាកតាបកិច្ចគេទៅតែបំពេញតួជាទម្រង់បាទហ្នឹង បែបហ្នឹងតែម្ដង បាទ បាទ អរគុណលោកគ្រូហើយអញ្ចឹងខ្ញុំអត់មានពាក្យពេចន៍អីដែលទៅសំណួរតទៀតទេអញ្ចឹងនីតិយើងក៏សិនមកឈានដល់បាទនីតិទៅសម្រាប់ហើយអញ្ចឹងមុននឹងសម្រាប់នេះគឺខ្ញុំបាទក៏សូមបាទមិនបាច់អូទៅភ្លឺថាសុំទៅភ្លឺណែ ភ្លេច អូហ្នឹងហើយអត់ទាន់សម្រាប់ទេតិចទៀតហ្នឹងហើយគេសំណុំពរតទៀតថែមទៀតនេះបាទបើចឹងអរគុណណាស់ហើយពុកម៉ែបងប្អូនបានស្គាល់ហើយវងល្ខោនភាសារបស់លោកគ្រូបាទអុលសំអាង ចា គឺមានទទួលគ្រប់ទម្រង់ទាំងអស់បាទគ្រប់កម្មវិធី
បាទសូម្បីតែថ្ងៃមួយគាត់បាននិយាយថាឡើងផ្ទះក៏ទទួលល្ខោនដែរ ចាហើយខួបកំណើត ខួបកំណើតក៏ល្ខោនដែរ ចាអញ្ចឹងកុំឲ្យបងប្អូនថា បាទជប់ កុំ លៀ ឲ្យ ងក៏ បងប្អូន កំណើត គិតថា ដែរ ក៏ចាំធ្វើបុណ្យចាំជួលល្ខោន បា ណា ទ អត់ទេចាកម្មវិធីអីក៏បានដែរឲ្យតែបងប្អូនយើងស្រឡាញ់ហើយបងប្អូនយើងចង់បានល្ខោនទៅសម្ដែងជូនបងប្អូនយើងអាចជួលបាន ជួលបាន ចា ហ្នឹងប្រពៃណាស់ ចា អីអឺ បងអូនស្រីសុភ័ក្រកុសុមានោះ អូបាទ បាទគាត់ធ្វើខួបកំណើតប៉ុន្តែក្រុមការងារឲ្យបងអូនស្រីដឹងទេសុប្រៃ Surprise យ៉ាក់ច្រើនណាស់ទូភើបស្ទើរតែស្រក់ទឹកភ្នែកអើគេអើ អី ឯង សំកុសមានោះផ្លែលមកនោះក៏មិនក៏ម៉ោមទៀតលោកអូយហ្នឹងហើយ ខ្ញុំឃើញវីដេអូគាត់ដែរហ្នឹងហើយ បាទ គាត់យំមែនតាគាត់រំ បាទ ភើប រំភើ បង ប ចាគាត់រំភើបចា ណ៎សុកថ្ងៃមង្គលការគាត់នោះគាត់សប្បាយហ៎គាត់សប្បាយថាហៅថាសារីស្ដីអ្នកវិវាណា ចា បាទនៅខ្ញុំទៅសម្ដែងកាត់សក់បាទក្នុងទម្រង់វិធីកាត់សក់នឹងជូនក្មួយជាមួយនឹងមិញយ៉យអូយសប្បាយណាស់ហើយគាត់ទៅញញឹមឧទាហរណ៍ប្រជាប្រិយ ចាកូនកំមុំរស់រាយ រស់រាយបាទអរគុណអញ្ចឹងមើលលោកគ្រូមានចំណុចណាពិសេសមួយវគ្គទៀតបាទខ្លីដកស្រង់ដើម្បីបង្ហាញនៅទេពកោសលហើយនឹងពិសេសបំផុតក្នុងទម្រង់ហ្នឹងឲ្យពុកម៉ែបងប្អូនកំពុងទេសនាព្រមមិញការសំណពននៅទូលភ្លឺនោះឲ្យដល់ទូលភ្លឺទៀតបាទព្រោះគាត់ថាគាត់ធ្លាប់មើលខោនទូលភ្លឺបាទហ្នឹង លោកគ្រូមានភាសាថាម៉ោង4បានឲ្យលុយនោះ បានឲ្យលុយ ឥឡូវទូលភ្លឺ ដល់ដោះឆ្លៀ ជា ង ង ស ធ្លា រុ ប់ ប សំដែងណាគ្រូនៅ បាទ ភ្នំពេញជាងហ្នឹងអូនធ្វើម៉េចឲ្យបានម៉ោង3ម៉ោង4 បាទ មិនមែនម៉ោង3ម៉ោង4ណាតែម៉ោង3ម៉ោង4អ្នកភ្នំពេញមិនងើប បាទ អញ្ចឹងមកងើបមកមើលល្ខោនទៀតម៉ោង5 5 6 ខ្ញុំ ដឹកបន្លែដឹកអីគាត់អាល្ខោនតនចប់មកបន្តទៀតទៅ បើរឿង នាងព្រាមពលៈសមុនព្រាមកែសគាត់មិនគេយកគេចោតនាងព្រាមកែសមិនរឿងហ្នឹងគេមិនឲ្យនេះយកទៅបាទកាត់ក បាទ យកទៅសម្លាប់អូ បាទ ហើយដល់ពេលហ្នឹងកាលហ្នឹងខ្ញុំសំណោះការបងកៅចិត្តយ៉ាងគាត់នៅរស់ណាហៅខ្ញុំទៅលេខខោនបានបរូងមួយបានមួយរូងមួយគាត់អញ្ចឹងឲ្យខ្ញុំយកនាងព្រាមកែសហ្នឹងទៅដល់ទៅគេមិនត្អូញត្អែ បាទ សម្រាប់ខ្ញុំមកអញ្ចឹងទេខ្ញុំមិនអាចទេទី1ខ្ញុំខ្លាចមានទូទី2អូននៅសាច់ខ្ចីណា នឹងក្រៅរឿង ខ្ញុំនិយាយចាបងនិយាយថាហើយនិយាយខុសរឿង អូ នឹងប្រូនអីថ្ងៃទៅលេ នៅរឿងពិតតាគ្រូ បាទ ពេលច្រើនអ្នកសំដែងល្ខោនកើតការរឿងពិតហើយជាប្រភេទលោកគ្រូកុយក៏ដោយសារលើកយកទៅសំដែងជាឈុតឆាក់កំ pl ៃណា បាទ ដូចខ្ញុំអញ្ចឹងគេថាគេត្រូវសម្លាប់តួខ្ញុំណា ហ្នឹង ហើយដល់បងប្អូនគោរពខ្ញុំ ហ្នឹង ខ្ញុំមកសម្លាប់បងឯងទេសម្លាប់មិនបងឯងមេខ្ញុំ ក្នុងរឿង បាទអានឹងរឿងថ្ងៃមួយនោះទៅលេងនៅយើងគៀនស្វាយនេះកន្លែងកោះផុសអូយតែពេលខ្ញុំគេឲ្យក្លុកដែរដើរតួថ្លុកហ៎ចឹងជីទៅតែឃើញគេបំពងទាព្រៃកាលនោះបាទសម្បូរសម្បូរទាព្រៃទិញ2មកដាក់ចងម៉ូតូរួមមួយចិត្តចាំពេលចប់មកវិញចាំហូបឡើងលេងមានន័យចាប់ដើមឡើងលេងយ៉ាងនោះចប់មកវិញអាណាយកទានឹងបាទ វាឆ្អិនស្រាប់ហ៎ខាងនឹងផលយ៉ាផលស្ដាច់ផលបាទអរគុណណាស់ហើយចឹងមើលបងលោកគ្រូដកស្រង់ចំណុចពិសេសណាមួយដើម្បីធ្វើឲ្យពុកម៉ែបងប្អូនទេសនាយ៉ាងស្រទន់ហើយដាក់អារម្មណ៍បាទឲ្យគាត់អស់ចិត្តគេថាកំសត់ដល់ទៅស្រក់ទឹកភ្នែករីឯបើសោចបាទកំ pl ៃសោចទាល់តែបាទអត់ទេនេះទឹកភ្នែកដែរហ្នឹង នឹងប្រម៉ូត បាទ កាលខ្ញុំពេលលោកគ្រូមានភាសាអញ្ចឹងនឹកឃើញថាកាលដើមដែលខ្ញុំបង្កើតល្ខោនមុនដំបូងគេមិនបានជួលទេយើងឆ្លៀតទៅសម្ដែងលក់សម្បត្តិ បាទ ហើយមុនលក់សម្បត្តិមិនពិភាក្សាគេថាទៅផ្សាយ សក្តីជូនដំណឹងថ្ងៃនេះក្រុមសិល្បៈល្ខោនបាសាអុលសម្បាងមានការសម្ដែងឈុតឆាកកំ pl ែងឈុតឆាកកំសត់ ហ្នឹង
សោចសោចឡើងហៀទឹកភ្នែក បាទ បើមិនសោចចាក់កលេចបន្ថែមឲ្យសោចជាប្រូធ្វើយ៉ាងណាលៃយ៉ាងណាឲ្យមហាជនប្រជាជនមកទេសនាបើមិនមក ណា ត្រៀមយកតកេះទៅអុចហុច បើមិនចេញមកទស្សនាក្រុមសិល្បៈយើងខ្ញុំនឹងយកដេចកេះទៅដុតផ្ទះបងប្អូនឯង ប៉ុន្តែមានដុតណាគាត់ថាទៅវា ចេះថា អូបាសយកនឹងឆេះផ្ទះមែនបាច់ទេអូចប់ហើយ មួយទៀតបងប្អូនក៏ប្លែងបងប្អូនប្រហែលម៉ោងទៀតបានទៅផ្ទះអស់គូហើយដល់លឺមិននៅមើលណា មានអញ្ចឹងទៀតដើម្បីឲ្យល្ខោនឆាប់ចប់បាទដើម្បីបំពេញនឹងសំណូមពរក៏ដូចជាលោកគ្រូហើយនឹងបងហើយម្ចាស់កម្មវិធីអំបញ្ញមិញឈុតមិញខ្ញុំរំភើបដែរមិននឹកស្មានថាពេលសំដែងទៅខ្ញុំឯរំលឹកណាបាទបានប្រេទុកទេលោកគ្រូ បាទ ក៏ប៉ុន្តែឃើញសម័យយ៉ាហក់មក ហ្នឹង អូនឹកឃើញមួយណាមួយកំណត់បងឌឿនសាន់សវត្តឌឿនហ្នឹងក៏ចង់រំលឹកអ្វីឯង បាទបាទ តែថាតាក់ទងគាត់ចង់បានណា បាទបាទ តែខ្ញុំ ហ្នឹងហើយ នឹកឃើញថាជាឱកាសហើយសម្បីក្រុមការងារបានចាប់អារម្មណ៍លើហ្នឹងទេ បាទ បាទរំភ្លេចនឹងហើយជាទីប្រសានៃល្ខោនហ្នឹងលោក បា គ្រូ ទបាទ ឥឡូវខ្ញុំសូមលើកយករឿងប្រធានវងនាងពៅ ធនមុននឹងពើ បាទគឺត្រង់នាងពៅហ្នឹងឆ្អែតឆ្អិតណា អូឆ្អែតឆ្អែតចិត្តកាយ ធ្លាក់ឈាម ធ្លាក់ឈាម បាទស្លាប់ចុងរឿងណា បាទ ដែលកែវយូវ៉ាន់ធ្វើបាបធ្វើទៅ អុ រ យ ំ រកកាយវ៉ាន់អត់ឃើញទេ អត់ទេកាត់កែវយូវ៉ាន់ កាយវ៉ាន់ កែវយូយៈ ចុចអាឈុតមួយនឹងពៅលេងគ្រូហ៎ ហ្នឹងគេនេះហេអត់កំសត់អត់នេះហេគាត់ថាស្ដីបន្ទោសឲ្យទេជុតហ្នឹង អញ្ចឹងតែវាអាលួយដល់តួ លខោនផ្សាយផ្សំគ្រប់កិច្ចហើយបកស្រាយបន្ថែម បាទអរគុណណាស់អញ្ចឹងបាទអញ្ចឹងពុកម៉ែបងប្អូនបាទសូមមេត្តាបាទទេសនាបាទឈុតបន្តបាទគឺរឿងបាទប្រធានវងនាងពៅបាទរបស់វងលោកគ្រូអុលសំអាងដូចតទៅនៅឈុតមួយត្រង់បាទនាងពៅមានអាការៈក្អួតឈាមហ្នឹងហើយនាងពៅហ្នឹង ខ្ញុំចង់ភ័យ យ៉ាដាច់កស៊ូចងអត់អីទេ ព្រះស្វាមីម្ចាស់ជីវិតអូខ្ញុំម្ចាស់ឈើចាប់ស្ទើរខ្សែព្រះជន្មម្ចាស់បងតើស្រីណាទ្រាំបានស្រីឯណាទ្រាំបានព្រះបើព្រះអង្គម្ចាស់ដាក់ទិរិនខ្ញុំម្ចាស់ឲ្យធ្វើថ្លង់ធ្វើកោទាំងដែលភ្នែកខ្ញុំម្ចាស់នៅមើលឃើញទាំងដែលត្រជាខ្ញុំម្ចាស់នៅស្ដាប់ឮទាំងដែលអណ្ដាតខ្ញុំម្ចាស់នៅក្រលាន់និយាយបានម្ចាស់បងទ្រង់ភ្លេចខ្ញុំម្ចាស់ឲ្យមែនទេទ្រង់ភ្លេចអស់អនុស្សាវរីយ៍ទាំងឡាយដែលយើងសាងរួមគ្នាព្រះគុណជាម្ចាស់សូមព្រះគុណជាម្ចាស់ជួយខ្ញុំម្ចាស់ផងពេលណាដែលខ្ញុំម្ចាស់លើកនៅខ្លីដែលព្រះគុណជាម្ចាស់ប្រទានដល់ខ្ញុំម្ចាស់ផ្លុំឡើងយ៉ាងណាសូមអរព្រះពីលោកជួយមកផាត់នៅសំឡេងខ្លីឲ្យដល់សន្តានសន្តាព្រះធនវង្សផងថាខ្ញុំម្ចាស់មើលរចនាខ្ញុំម្ចាស់មើលរចនានៅតែស្មោះស្ម័គ្រហើយខ្ញុំម្ចាស់ប្រហែលជាត្រូវសូនបងព្រះជន្មចោលព្រះអង្គហើយ អូសំលេងខ្លីសំលេងខ្លីសំលេងនេះអី
ក៏ចម្លែកម្លេះមានអានុភាពណាស់នៅពេលណាដែលខ្ញុំបានស្ដាប់នៅសំឡេងនេះធ្វើឲ្យសតិសម្បញ្ញញ្ញារបស់ខ្ញុំរំលឹកនៅអនុស្សាវរីយ៍បងអូននៅណាទៅបងរកអូនគ្រប់មហាដំណាក់តើទៅដល់ទីណាទៅខ្ញុំតាមទំនេរខ្លីនេះមើលខ្ញុំមកដល់ទីប្រាសាទបាយជាបាត់សំលេងខ្លីទឹកនេះទៅវិញឈាមក្រហមចៅបាយអូនស្លាប់ចោលបងហើយបាយអូនធ្លាក់ឈាមច្រើនណាស់អូនក្រោកឡើងបើអូននិយាយជាមួយនឹងបងខុសធ្ងន់ណាស់បើអូនស្លាប់ចោលបងហើយទីវតាលោកអើយបើបងអាណិតអូនណាស់ស្លាប់ហើយស្លាប់ហើយកែវអើយបើងៀងបងអើយចោលបងឲ្យនៅឯកាបើអូនបើស្លាប់មកហើយកែវអូនស្លាប់មេចោលមកស្រីកែវនួនអងចោលបងឲ្យនៅឯកាអូនដួលអូនដេកញ៉ាបាត់ណាបងអើសង្ខារ នរណាជួយបងអើយអូនរស់វិញអើយបើអូនក្រោកឡើងបើអើយស្ដាយក្លិនស្ដាយខ្លួនក្លិនក្រអូបអញស្ដាយអូនចង្អេកោតក្រែងរូបបងជាប្តីបើអូនបើ
ចាំឯងព្រេងអីអើយស្រីព្រាត់បានណាបើអើយបើស្រាប់ចោលបងហើយខ្ញុំមិនអាចរស់នៅជាមួយបើបានទេបើបើទៅចោលបងយ៉ាងនេះកៅជើវ៉ាន់អូនសាហាវណាស់បងមិនអាចរស់នៅជាមួយកៅជើវ៉ាន់បានទេបងសុខចិត្តស្លាប់តាមពើរចនាហើយបើអូនសំទោសគូអើយ ស្រីប៉ុប ចា សួរប៉ាអរគុណកូន អរគុណមែនតែនចា សួរឲ្យ អ្នក ណ ទ ោះ ស្សនាយំអស់ហើយបង ហ្នឹង យំអស់ហើយចាទឹកភ្នែកលះ យំ ហាម អ្នកមើលហ្នឹងណា ចា ហើយ យំដៅទាំងបងផ្លយទៀត សម្បូរ ចា សម្បូរមង្គលថតរូបវីដេអូ ចាអត់ទេយំ មិនមក នេះ គេ នេះសិតតែរូបយំតាបងនេះទឹកភ្នែកលះហាមគាត់ទៅកំសត់តចេញទឹកភ្នែក គាត់ មែន តែ ប ចាប់ ង ដើមសម្ដែងនេះសម្បូរថតរូបណា ចា បើអូនគេខមមិនមកណាបើអូន ចាកំសត់ណាស់ប៉ាអើយហើយពីរោះទៀត ចឹងបានណាកំសត់តរសក់ទឹកភ្នែក ចានឹងកំសត់ណាស្រក់ទឹកភ្នែក សក់ទឹកភ្នែ ចា ក បើមើលកំ pl ែងនឹងមិនទេនេះ ចឹងបាទ សោចុកពោះបង បាទសោចអីពិសេសបំផុតធម្មតានេះអាភាពវាឃើញទូកាចអីចឹងណា ចា ដែលឃើញជាមើលតាម YouTube អីទូខំទូគប់កោះយកគប់ទូកាច ខឹងហ៎ ខំ ចា ហែងគិតមើល ចា ហែងមិនគេជឿចុះគេវាយហែងឈឺអត់ ខឹងជំនួស ជេសុំមកទោះខ្លះជេដំរា ដោយសារតែគាត់ដូចថាទេសនាទៅចូលអារម្មណ៍ ចូល ដោយ បា សារ រម្ភ គាត់ឃើញសាហាវ ហ្នឹង ចា ឃើញព្រៃផ្សៃឃើញជីជន់អញ្ចឹងណា ចា ការប៉ັດលខោនគឺអញ្ចឹងមិនត្រឹមតែសបាយរាយតែមួយមុខទេគឺអប់រំទូមានព្រិនប្រដៅហើយលើកសត្រាផ្សេងមកសម្ដែងជាឈុតឆាកនៃជីវិត ហ្នឹងហើយ បាទ ចឹងមកថាការសម្ដែងរឿងពិតយើងមកសម្ដែងគឺតែយើងវាមិនបានដូចជាពិតទេវាតែ80% បាទទៅ90%ទេណាការកំសត់បើដូចពិតមែនដូចថាម៉ាំងនោះឈាមឆុលមើលខ្ញុំសួរតិចមកសេដាតឆ្ងល់ដូចបងដែរអត់ ចា និយាយប្អូនស្រីអីលោកគ្រូហ្នឹងដែលងាប់ហើយរស់វិញប្រហែលដងហើយ ឆ្ងល់មែនតើមែនបង ឆ្ងល់មែនតើណា អូ ខ្ញុំភ្លេចដែរអត់ដឹងអត់ចាំដែរវាច្រើន ឆ្លងពេកយេ ចា គាត់ទៅ20ឆ្នាំគ្រូ និយា គាត់ យ ទៅ ថាច្រើនពេកកន្លង ចឹងបានហើយ ចម្ងល់បងផ្លយចា មកជប់មកយប់ ស្លាប់ហើយរស់វិញស្លាប់ទៀត ខ្ញុំខ្លះ2ដងហើយណា មក ដូចខ្ញុំតួប្រធានវងក្នុងរឿងអញ្ចឹងណា ដា ពេលសម្ដែងចេញពី5ហាមនេះស្អីគឺស្អាតអញ្ចឹង ដា ដល់វគ្គដល់ខ្លុងរត់ទៅតែងធ្វើខ្លុងទៅ ទៀតនោះ ហើយជប់ពីខ្លុងមក មក មនុស្ស ទៀ ទៀត តនោះ អូយអ្នកមើលល្អមើលល្អមើល ចា បាទអរគុណណាស់ហើយឈុតដែលយៈស្នេហាមុនហ្នឹងបានន័យថាបើមនុស្សស្នេហាយៈយៈអត់សូវចាប់អារម្មណ៍ទេព្រោះមនុស្សតូច ចាបងអីម៉េច មើលមុខយៈបាទមើលយៈអហើយដល់ពេលយៈមកស្នេហាមនុស្សនេះមនុស្សជាភ័យចុះយៈធំម៉ងមកចូលលោកហើយលោក ប៉ុន្តែយៈខ្លាចដែរតើគូយៈខ្លាចយៈដែរតើ ខ្លាចយៈដែរដូចដើមហ៎អត់ទេ ចង់សួរពីអីចង់សួរពី បាទ អី និយាយសុខសប្បាយដូចពីដើមនេះអី សុខសប្បាយដូចពីដើម លោកគ្រូដឹងទេ បាទ ធ្លាប់គាត់សំដែងចាប់ទូយៈហើយគឺដោះសលៀបពាក់ឯង ណា ដល់ចាប់ហើយនៅ នៅ នៅដល់ទល់ភ្លឺ នៅក្នុងព្រឹក ចាបងប្អូនយើងគាត់ថាចេះកាលពីក្មេងមើលលខោនចិត្តផ្ទះដល់សម័យឥឡូវមើលលខោនដល់ផ្ទះ អូមែនគាត់និយាយត្រូវ ចាចា មកមុនយើងទៅមើលលខោន ចា ចេញពីផ្ទះទៅមើលលខោន ចា ឥឡូវនេះមើលលខោនមិនបាច់ទេលខោនមកលេងដល់ផ្ទះ បើក
តែទូរស័ព្ទបានមើល បាទ account ទូរស័ព្ទឃើញហ្នឹងឃើញនៅខោមនេះទេ ហើយបងសតក៏ថាចេះពីរស់ណាស់មេកំសត់នៅទីនេះតោះបង អូហ្នឹង ស ហើយ តភ្លេងខ្មែរ អូមិនសតដែរបាទហើយអរគុណណាស់អញ្ចឹងហើយខ្ញុំអត់មានពាក្យពេចន៍អ្វីក្រៅពីអរគុណលោកគ្រូហើយអរគុណលោកទៀត ចា អញ្ចឹងលោកគ្រូមានពាក្យពេចន៍ទៅផ្ដាំផ្នើផ្នើ ជាប់មាត់ នឹង ហើយ ស្អិតមាត់ ចា តាំងពីព្រលប់វាស្អិតហ្មងណា និយាយទៅតាំងពីយៈមកដល់មកបំឡយរៀងដូចថាអញ្ចឹងហ្មងហ្នឹង ដូច ចា អត់ទេ ដូចលងស្នាយយៈមក ខ្ញុំអត់ទេខ្ញុំខ្លាចយៈស៊ី ប៉ុន្តែ បាទ លោកគ្រូអត់ទាន់បានច្រៀងស្ដាប់ផងភ្លេងពេញនៅនេះអូឆ្ងាញ់ណាស់គ្រូពូកែខ្លែមថែមថយធ្វើមិនឲ្យទៅជាតម្រង់មួយណា បាទ ប្លែកចឹង អរគុណណាស់គ្រូអរគុណណាស់បាទហើយអញ្ចឹងលោកគ្រូមានពាក្យពេចន៍vềផ្ដាំផ្ញើហើយពិសេសបំផុតជូនទៅដល់ពុកម៉ែបងប្អូនបើសិនបើចេះត្រូវការវងលោកគ្រូទៅអ្នកតំណងតាមបែបណាបាទហើយពេលដែលលោកគ្រូបានមកចូលក្នុងកម្មវិធីមរតកវប្បធម៌នេះហើយលោកគ្រូមានអារម្មណ៍យ៉ាងណាដែរនឹងហើយតែខ្ញុំក្នុងនាមនៅកម្មវិធីនេះគឺខ្ញុំសប្បាយចិត្តហើយក៏អរគុណលោកគ្រូបាទអញ្ចឹងសូមលោកគ្រូចេញជាវិចារនៃការផ្ដាំផ្ញើហើយនឹងបានគេទៅដាក់ដងក្រុមលោកគ្រូតាមបែបណាដើម្បីទៅសម្ដែងនៅក្នុងកម្មវិធីដែលពុកម៉ែបងប្អូនពេញចិត្តហ្នឹងហើយ បាទអរគុណលោកគ្រូព្រមទាំងបងបងទាំងអស់គ្នាដែលបានផ្ដល់ឱកាសដល់ក្រុមល្ខោនបាសាអុលសម្បាងវងទី1រាជធានីភ្នំពេញហើយអរគុណខ្លាំងគឺបងសានសវណ្ណឌឿនហើយគាត់ជាអ្នកសិល្បៈបារាណហើយគាត់មិនភ្លេចពីសិល្បៈបារាណទេបាទប្រឹងណាស់ខំណាស់សម័យកូវីដមុនកូវីដហត់ណាស់នឿយណាស់លះបង់ណាស់បាទសម័យកូវីដគឺលំបាកលំបិនណាស់គឺសិល្បៈគ្រប់ទម្រង់ទាំងអស់ធ្វើមិនស្ថានភាពសង្គមហើយខ្ញុំមានមោទនភាពណាស់ជានិច្ចការគឺភរិយាដូចជាបងសវណ្ណឌឿនគាត់ចេះតែលៃលោកផ្ដល់ឱកាសដល់យើងខ្ញុំដើម្បីមកចែករំលែកនៅបទពិសោធន៍ណាមួយដើម្បីបម្រើប្រជាជនមហាជនគ្រប់ច្រកល្ហកព្រោះសម័យបច្ចុប្បន្នភាពនេះគឺបណ្ដាញសង្គមនេះធំធេងណាស់បាទធំធេងជាទីបំផុតមានតែយើងរួបរวมគ្នាសាមគ្គីហើយក៏សុំខន្តីអភ័យទោសក្រែងយើងខ្ញុំសំដែងទៅអន្លើណាក្តីឈុតណាក្តីវគ្គណាក្តីឬច្រៀងទៅមិនបានសមគួរលោកគ្រូក៏មានតែខន្តីអភ័យទោសសំដោះឬក៏មកទោសដល់យើងខ្ញុំផង ប៉ុន្តែអ្វីដែលយើងចង់បង្ហាញគឺចង់ឲ្យបានល្អប្រសើរមិនបាន 100% ជាចំណែកមួយដែលអាចចែករំលែកអំពីបទពិសោធន៍និងជីវិតតស៊ូដោយលោកគ្រូសុភីពីដើមមកណា បាទ ហើយមួយទៀតគឺសូមឲ្យមហាជនប្រជាជនយុវជនសម័យថ្មីសម័យទំនើបណា បាទ កុំភ្លេចអ្វីដែលជាខឿនជាគ្រឹះមូលដ្ឋាននៃសិល្បៈជាតិយើងទោះបីជាអភិវឌ្ឍទៅបែបណាក្តីឬរ៉េបបែបណាក្តីក៏ត្រូវតែរំលេចផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ជាតិយ៉ាងណាមិញដូចជាប្អូនវណ្ណដាសូមកោតសរសើរណាស់ បាទ ទោះបីជាមិនបានលើកអ្នកចប៉ីទាំងអស់មកបង្ហាញក៏ជាចំណែកណាមួយហើយដូចបងសានសវណ្ណឌឿនហ្នឹងគាត់នៅសម័យនេះគឺលោកហើយបាទសម័យនេះពូថាមានបណ្ណាទៀត បាទ លើកពូនៅលោកសានសវណ្ណឌឿនណាទេពកសលប្រជាប្រិយវោហាស័ព្ទនេះគឺល្អប្រសើរណាស់ហើយលោកព្រឹទ្ធាចារ្យចាស់លោកសុខភាពហើយណាមួយបាត់បង់អាយុវិតទៅអញ្ចឹងឲ្យបងប្អូនជាពិសេសបងប្អូនដែលធូធាលោកស្រីនាងកញ្ញាអុកញ៉ាលោកអ្នកអុកញ៉ាដែលមានធនធានហ្នឹងជួយគ្រប់គ្រងជួយយកសិល្បៈទៅសម្ដែងទោះកម្មវិធីតិចក្តីតូចក្តីក៏ប៉ុន្តែគឺដូចជាការចិញ្ចឹមសិល្បៈបារាណយើងអញ្ចឹង បាទអញ្ចឹងខ្ញុំសូមសំណូមពរតែប៉ុណ្ណឹងហើយអភិរក្សថែរក្សាជ្រងកុំបែកបាក់ផ្ទៃក្នុងផ្នែកវិស័យសិល្បៈយើងណាឲ្យរួមគ្នាដើម្បីជ្រងបើអញ្ចឹងទេគឺវប្បធម៌យើងនឹងធ្លាក់ដោយសារតែវប្បធម៌បរទេសហើយ ចា៎ បាទអត្ថន័យមើលថាការយើងទៅជួបជុំគ្នាណាបងបាទលោកគ្រូយើងថាបង្កើតថ្មីរក្សាចាស់បាទហ្នឹងហើយអញ្ចឹងលោកតាចាស់ហ្នឹងគឺកូនចៅក្នុងនាមជាកូនសិស្សកូនគុណហ្នឹងគឺត្រូវតែដឹងគុណត្រូវតែគោរពបាទប្រណិប័តការសប្តាហ៍បើកដំបូងគឺលោកគ្រូយ៉ានវរិនអ្នកគ្រូ60ផា ចា៎ គាត់រំភើបដល់កូនបាទធ្វើបច្ច័យ4
ចម្រើនបញ្ជននោះណាមិននឹកស្មានដល់កូនសិស្សកូនគាត់សប្បាយចិត្តណាគាត់រំភើបបាយចំណុចនេះហើយគាត់ផ្ដាំផ្ញើដោយលោកគ្រូមិនចឹងថាទី1គឺយើងផ្ដល់សេចក្តីស្រឡាញ់គ្នាជួយគ្នាបាទក្នុងនាមយើងសិល្បៈបាទអរគុណហើយប្រសិនបើគឺទំនាក់ទំនងពុកម៉ែបងប្អូនបាទទំនាក់ទំនងល្ខោនភាសាលោកគ្រូវងលោកគ្រូអុលសំអាងគឺតាក់ទងតាមរយៈ page នេះបាទវាយ page បាទចំពោះការតាក់ទងកណ្ដុំមកគឺសម័យបច្ចុប្បន្នភាពគឺ Facebook page នឹងហើយហើយប្រិមិត្តលោកតាលេជ័យនាងកញ្ញាដែលគ្រប់គ្រងធ្លាប់ជួលណាជួលហើយសូមបន្តទៅការជួលបន្ថែមទៀតហើយលោកអ្នកដែលមិនទាន់បានជួលក៏សូមតាក់ទងតាមរយៈលេខទូរស័ព្ទ092 66 1400 097 45 45 440 085 804និយាយរួមបើពិបាកកត់មិនទាន់គឺបណ្ដាញសង្គមនឹងគ្រាន់តែសរសេរជាភាសាខ្មែរលខោនភាសាអុលសំអាងគឺចេញតាម YouTube Facebook Telegram ហើយព្រោះយើងខ្ញុំបានភ្ជាប់ឲ្យហើយពេលបងប្អូនជួលនឹងគាត់អត់សូវតថ្លៃទេណាចំពោះក្រុមខ្ញុំនិយាយរួមទៅដូចអ្នកជួលនឹងពេញចិត្តហ្មងបាទមិនដែលនិយាយរួមទៅក្រុមរបស់ខ្ញុំបើថាសម្ដែងល្ខោនគឺសម្ដែងល្ខោនហ្មងបើក្រុមខ្លះបងប្អូនខ្លះគេកែច្នៃដាក់លបែងលបាំដូចជារំរែកក្បាលឆាប៉ុន្តែខ្ញុំអត់មានទេបាទគាត់ចង់មើលល្ខោនជីបផ្សេងគាត់ថាអត់ចង់មើលរំរែកបើចង់រំរែកគាត់ជួលអកកេះអីចឹងទៅអកកដងទៅរំមើលគាត់ចង់ហើយណាមួយខ្ញុំបានមួយរយៈចុងក្រោយប្រហែល7ឆ្នាំនេះខ្ញុំកែប្រែទម្លាប់មួយដូចលោកគ្រូមានប្រសាសន៍ពីដើមទៅថាតំណមដល់ល្ខោនសម្ដែងគឺចប់បាទគឺងួយដេកមិនចឹងខ្ញុំទៅម៉ោង7សម្ដែងហើយបាទដាក់ផែនការគឺអញ្ចឹងតែម្ដងហ្នឹងហើយដើម្បីបានក្មេងៗជំនាន់ក្រោយបានទេសនាចា៎បាទអរគុណណាស់ហើយចឹងខ្ញុំអត់មានពីពេកអីទេអរគុណលោកគ្រូអ្នកគ្រូទាំងអស់នោះណាបាទសូមជូនពរលោកគ្រូអ្នកគ្រូឲ្យមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចពិសេសផុតគឺមុខរបរផ្នែកខាងល្ខោនភាសានេះហើយអរគុណណាស់អ្នកដែលមកនិយាយភាសាជួលណាដែលអញ្ជើញទៅនឹងគឺអត់បានតថ្លៃព្រោះនឹងគេល្ខោនគ្នាតិចណាស់តិចបាទតិចមែនតើ2ឡាន3ខ្ទះ3ខ្ទះចឹងកំតអីចាកំតអីចាអរគុណតែហូបតិចជាងគេគឺយៈហ្នឹងហើយអរគុណគ្រូណាអរគុណបាទអរគុណច្រើនសម្រាប់ការចំណាយពេលវេលាមានតម្លៃចាសម្រាប់ការអញ្ជើញចូលរួមនៅក្នុងកម្មវិធីមរតកវប្បធម៌ខ្មែរចាហើយសម្រាប់កម្មវិធីរបស់យើងក៏មកដល់ទីបញ្ចប់ដែរបងហើយអរគុណណាស់សម្រាប់បងប្អូនយើងដែលទស្សនាជាពិសេសចាកម្មវិធីរបស់យើងក៏សូមអនុញ្ញាតថ្លែងអរគុណទៅដល់បងម្ចាស់ក្រុមហ៊ុនអាហារបំពន់សុខភាពសញ្ញាក្រូចឆ្មាចាក្នុងនោះលោកក៏បានចូលរួមឧបត្ថម្ភអាហារបំពន់សញ្ញាក្រូចឆ្មាហើយនឹងតែ GT សម្រាប់សិល្បករសិល្បកានីរបស់យើងផងដែរចាលោកគ្រូភ្លេងពិធីករចាអរគុណណាស់ចាហើយសម្រាប់បងប្អូនយើងដែលគាត់ចង់ថែទាំសុខភាពជាពិសេសបញ្ហាកាពះពោះវៀនចាចង់ឲ្យជួយសម្រួលចាឲ្យល្អប្រសើរបងប្អូនយើងអាចតកតងចាជាវជាមួយនឹងផលិតផលអាហារបំពន់សុខភាពសញ្ញាក្រូចឆ្មាហើយសម្រាប់លោកអ្នកដែលមានបញ្ហាតកតងទៅនឹងលើសជាតិខ្លាញ់ជាតិអាស៊ីតចាបងប្អូនយើងចាជាពិសេសជាបងចាបងប្អូនយើងអាចប្រើប្រាស់ជាមួយនឹងផលិតផលតែ GT បានចាហើយក្នុងនោះចាយើងខ្ញុំក៏សូមអនុញ្ញាតថ្លែងអរគុណទៅដល់អ្នកអង្គការលេងហួរចាដែលលោកជានិច្ចកាលក៏តែងតែសហការចាជាពិសេសគឺឧបត្ថម្ភសម្រាប់កម្មវិធីចាមរតកវប្បធម៌ខ្មែរហើយជាពិសេសគឺជាមួយនឹងទឹកបរិសុទ្ធ Blue Sea Antioxidant ដែលជាទឹករ៉ែធម្មជាតិចាពិសាទៅគឺជួយជំនួយធ្វើឲ្យសុខភាពល្អចាសម្រាប់កម្មវិធីជាចុងក្រោយនេះអរគុណណាស់សម្រាប់ពុកម៉ែបងប្អូនចាអាដាមលោកជំទាវលោកស្រីនាងកញ្ញាដែលលោកតែងតែគ្រប់គ្រងជាមួយនឹងកម្មវិធីផ្សាយរបស់កម្មវិធីយើងហើយបើសិនជាមានការគ្រប់គ្រងខ្លាំងមានការឧបត្ថម្ភចាយើងនឹងមានរៀបចំជាមួយនឹងកម្មវិធីយើងចាឲ្យជាក់លាក់ថាសប្តាហ៍ណាយើងមានល្ខោនបាសាសប្តាហ៍ណាយើងមានយីគេសប្តាហ៍មានអាយ៉ៃចាបងសប្តាហ៍ណាយើងមានអាយ៉ៃរឿងចាសប្តាហ៍ណាយើងមានមហោរីចាបាទគឺបើនិយាយថាភាសាគ្រប់ទម្រង់ចាបាទអរគុណណាស់អរគុណហើយអរគុណទៀតអញ្ចឹងនេះជូនចាជ
ជូនបងឯង បាទ ជូនឥឡូវហ៎ ជូនឥឡូវ តែឥឡូវខ្ញុំទៅយកមកបាន2កំប៉ុងគិតមកយើ បាទ 2ទៀតចាំជូនក្រោយឆាអ បាទ ត់ បាទចាំជូនក្រោយឆា អញ្ចឹងនេះជូនបង បាទ ចាអរគុណច្រើន កា បង ពះលោកណាបាទកាពះ ចានេះ បាទ ជូន នេះគឺ ជូនតួស្រី ទូស្រី ចា បាទនឹង នេះ គឺ ញ៉ាំទៅជួយឲ្យក្បាលពោះរៀបស្មើស្អាតណាបង បាទ សម្រ កា ក ត់បន្ ខ្លា ថ ញ់ យ ក្ ខ្ បាល លាញ់ ពោះ បាទ ចា ជាតិអាស៊ីត ចា ហើយពមៀនយ៉ាងទឹកខ្មុំយើងលាយព្រលឹមឡើងមិនគ្មានជាព្រៀងក្នុង មួយ ហ្នឹង ស្លា ហើ ប យ ព្រាកាហ្វេអីចឹ មួយ ងទៅ បាទមួយពេលលាយ ចា ទឹកមួយកែវកន្លះលីត្រណាដាក់ ចា មកដាក់ហ្នឹងមួយជាព្រៀងឈ្ងុយ ឈ្ងុយ ជាតិជ្រៃឲ្យដាក់ទឹកខ្មុំចុះណា ទឹកក្ បាទទឹកក្តៅ តៅចាឆុងជាមួយនឹងទឹកក្តៅ ហាត់ប្រាណហើយហ្នឹងមុនហាត់ដាក់មួយកែវទៅហាត់ ចា ប្រាណហ្នឹងគឺចេញសាយហ្មង ចាស្រួលខ្លួន បាទ ចាអរគុណចាអញ្ចឹងជាចុងក្រោយអរគុណសម្រាប់បងប្អូនយើងដែលបានតាមដានទស្សនាចាឲ្យគ្រប់ជូនពរសូមទទួលបាននូវសេចក្តីសុខសុខភាពល្អទាំងអស់គ្នាចាខណៈពេលនេះពីកម្មវិធីមរតកវប្បធម៌ខ្មែរយើងខ្ញុំទាំងអស់គ្នាសូមអនុញ្ញាតគោរពលា Thank you.